listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sê ray. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចាប់ពីរដ្ឋធានី Washington នាងខ្ញុំម៉ៅសុធានីសូមជម្រាបសួរលោកអ្នកនាងកញ្ញាអ្នកស្ដាប់ទាំងអស់ជាទីមេត្រីខ្ញុំបាទហេងសកលក៏សូមជម្រាបសួរលោកអ្នកនាងអ្នកស្ដាប់ជាទីគោរពរាប់អានចាយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃសុក្រ6កើតខែផល្គុនឆ្នាំវកអត្តស័កពុទ្ធសករាជ2560ហើយដល់ត្រូវនៅថ្ងៃទី3ខែមីនាគ្រិស្តសករាជ2017ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃលោកកឹមសុខាសន្យាផ្ដល់លុយកន្លះលានដុល្លារសម្រាប់ឃុំសង្កាត់នីមួយៗក្រោយឡើងកាន់អំណាចឆ្នាំ2018លោកហ៊ុនសែនជំរុញឲ្យវិស័យឯកជនចូលរួមនឹងខិតខំប្រឹងប្រែងជាមួយរដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ចមន្ត្រីអង្គការសង្គមស៊ីវិលសម្ដែងក្តីមន្ទិលសង្ស័យពីប្រសិទ្ធភាពនៃការផ្លាស់ប្តូរទីកន្លែងធ្វើការងារនិងតំណែងមន្ត្រីតុលាការប្រជាពលរដ្ឋស្រុកស្ទូងខេត្តកំពង់ធំសម្ដែងក្តីបារម្ភថាស្រូវប្រាំងជាច្រើនរយហិកតានឹងខូចខាតដោយសារមិនមានទឹកស្រោចស្រពរួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទហេងសកលសូមជូនព័ត៌មានពិស្ដាបាទលោកនាងជាទីមេត្រីសារសន្ទនាគ្នាជាលក្ខណៈឯកជនច្រើនរយទំព័រដែលភាគច្រើនពាក់ព័ន្ធទៅនឹងក្រុមគ្រួសារត្រកូលហ៊ុននិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានបែកធ្លាយដល់បណ្ដាញសារព័ត៌មានកាលពីថ្ងៃពុធទី1ខែមីនាកន្លងទៅនេះក្នុងសារឆ្លើយឆ្លងដែលពុំមានការបញ្ជាក់ពីសម័យខ្លួនទាំងនោះនៅឡើយតែមានជាប់ឈ្មោះនឹងលេខទូរស័ព្ទអ្នកស្រីប៊ុនរ៉ានីភរិយាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកហ៊ុនម៉ាណែតកូនប្រុសច្បងរបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណិតអ្នកស្រីហ៊ុនម៉ាណាលោកហ៊ុនម៉ានីអ្នកស្រីហ៊ុនម៉ាលីលោកហូសុធីប្រធានខុទ្ទកាល័យនិងជាមនុស្សចំណិតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកខៀវកាញ់រិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកសុនចន្ទថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងមនុស្សមួយចំនួនផ្សេងទៀតសារទាំងនោះត្រូវបានប្រភពមួយឈ្មោះថាអង្គរបូរីផ្ញើទៅកាន់អតីតប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីប៉ុន្តែលោកសំរងស៊ីបានបញ្ជូនបន្តទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងសារសន្ទនាគ្នាដែលបែកធ្លាយនេះពាក់ព័ន្ធទៅនឹងទំនាក់ទំនងកិច្ចការជំនួញរបស់ក្រុមគ្រួសារត្រកូលហ៊ុនយុទ្ធសាស្ត្រនយោបាយបំភ័យគណៈបកប្រឆាំងរឿងក្តីរបស់លោកហ៊ុនម៉ាណែតនៅតុលាការអាមេរិកការជ្រៀតជ្រែកក្នុងកិច្ចការតុលាការព្រមទាំងរឿងស្រីញីនិងទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍ផងអាស៊ីសេរីកំពុងព្យាយាមសុំការបំភ្លឺពីភាគីពាក់ព័ន្ធជាពិសេសអ្នកដែលមានឈ្មោះនៅក្នុងសារដែលបានបែកធ្លាយនេះអាស៊ីសេរីនឹងផ្សាយព័ត៌មានលម្អិតអំពីរឿងនេះបន្ទាប់ពីបានទទួលការឆ្លើយតបពីអ្នកទាំងនោះសារព័ត៌មានក្នុងស្រុកជាពិសេសសារព័ត៌មាន Fresh News ដែលស្ថិតជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានផ្សព្វផ្សាយសារសន្ទនាគ្នាជាលក្ខណៈឯកជនជាច្រើនខែកន្លងមកនេះដែលភាគច្រើននៃសារទាំងនោះគឺបានមកពីប្រភពដែលគេដាក់ឈ្មោះថារឿងពិត CNRP និងម្ចាស់គណនី Facebook ឈ្មោះសីហាខ្សែអាចសម្លេងដែលបញ្ចេញតាមសារព័ត៌មាន Fresh News គឺសុទ្ធតែពាក់ព័ន្ធនឹងការវាយប្រហារទៅលើគណៈបកប្រឆាំងរឿងស្រីញីនិងចុងក្រោយរឿងកិច្ចការផ្ទៃក្នុងគណៈបកសង្គ្រោះជាតិអ្នកច្បាប់ចាត់ទុកថាការផ្សព្វផ្សាយការសន្ទនាឯកជនបែបនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិនៃជីវិតឯកជនការសម្ងាត់ឯកជនដែលត្រូវបានការពារដោយច្បាប់ដោយសារអាជ្ញាធរមិនបានស៊ើបអង្កេតករណីទាំងនេះទើបការរំលោភការសម្ងាត់ឯកជននេះនៅតែកើតមានបាទលោកនាងជាទីមេត្រីប្រធានគណៈបកប្រឆាំងដែលទៅតែសមាជិកក្នុងគណៈបកផ្ដាល់សេចក្តីទុកចិត្តឲ្យឡើងកាន់តំណែងជាប្រធានគណៈបកជំនួសលោកសំរងស៊ីត្រូវបានសន្យាផ្ដល់លុយកន្លះលានដុល្លារក្នុងមួយឃុំសង្កាត់ដើម្បីអភិវឌ្ឍពេលគណៈបកនេះគ្រប់គ្រងអំណាចក្រោយការបោះឆ្នោតស្របពេលលោកកឹមសុខាទទួលបានតួនាទីថ្មីជាប្រធានគណៈបកនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនវិញក៏បានឆ្លៀតជូនពរចំពោះការទទួលបានមុខតំណែងថ្មីនេះដែរសូមស្ដាប់សេចក្តីរាយការណ៍របស់លោកមុំមនីរតជំវិញរឿងនេះការប្រកាសចំហពីគោលនយោបាយគណៈបកជាថ្មីម្ដងទៀតរបស់លោកកឹមសុខានេះខណៈដែលគណៈបកប្រឆាំងអះអាងថាការបង្ខំចិត្តធ្វើកំណែតម្រង់ដោះដូរក្បាលម៉ាស៊ីនដឹកនាំក្នុងបកទ្រង់ទ្រាយធំពុំធ្លាប់មាននេះព្រោះតែស្ថានភាពមិនអំណោយផលដែលអាចនឹងឈានទៅមានវិបត្តិផ្នែកនយោបាយកាន់តែធ្ងន់ធ្ងរជាងមុនរបស់បកប្រឆាំង
ថ្លែងនៅចំពោះមុខសកម្មជននិងមន្ត្រីជាន់ខ្ពស់ក្នុងពិធីសមាយប៊ីសមាញ់នៅព្រឹកថ្ងៃទី2មីនាក្នុងទីស្នាក់ការគណៈបកស្ថិតក្នុងសង្កាត់ចាក់អង្រេលើលោកកម្មសខាឲ្យដឹងថាក្រោយពេលគណៈបកប្រឆាំងឈ្នះឆ្នោតឡើងកាន់អំណាចនៅឆ្នាំ2018ខាងមុខនេះគណៈបកសង្គ្រោះជាតិបានរៀបចំកម្មវិធីនយោបាយរបស់ខ្លួនមួយចំនួនក្នុងនោះកម្មវិធីនយោបាយទម្លាក់លុយចំនួន$50,000សម្រាប់អភិវឌ្ឍនៅក្នុងឃុំសង្កាត់នីមួយៗជារៀងរាល់ឆ្នាំនេះក៏ជាកម្មវិធីនយោបាយអតិភិបមួយសំខាន់និងចាំបាច់ដែរទន្ទឹមនឹងនេះប្រធានគណៈបកប្រឆាំងថ្មីក៏បានថ្លែងការពីចំពោះការរិះគន់រឿងផ្ដាល់លុយចំនួន$40,000ដល់មនុស្សវ័យចាស់ក៏ប៉ុន្តែត្រូវខកខានខុសពីការសន្យាឈរក្នុងមុខតំណែងជំនួសលោកសំរងស៊ីពេលនេះលោកកម្មសខាលើកឡើងថាការសន្យាផ្ដាល់លុយចំនួន$40,000ក្នុងពេលកន្លងទៅបាននោះលុះត្រាគណៈបកប្រឆាំងឈ្នះឆ្នោតនឹងឡើងកាន់អំណាចជាមុនសិនសម្រាប់យូរណាស់តែលើបោះឆ្នោតហើយយើងឈ្នះគុំសង្កាត់យើងនឹងមិនគុំស្រាប់គេប្រជែកឲ្យថាណាលុយ$50,000เลยណាកំដូចតែ$40,000នោះណាកំទេណា$40,000យើងថាយើងឈ្នះឆ្នោតដឹកនាំរដ្ឋបាលទូចាយ៉ាងការសម្រេចចិត្តរុះរើក្បាលម៉ាស៊ីនដឹកនាំគណៈបកនេះធ្វើឡើងមិនយូរប៉ុន្មានឡើយក្រោយពេលច្បាប់ស្តីពីគណៈបកនយោបាយចាប់បង្ខំឲ្យមេដឹកនាំបកដែលមានទោសត្រូវរំលាយបកចោលនិងហាមមិនឲ្យប្រធានរហូតដល់គណៈកម្មការនយោបាយឈប់ធ្វើនយោបាយក្នុងរយៈពេល5ឆ្នាំច្បាប់ដែលអនុម័តដោយឯកបកពីខាងបកកណ្ដាលអំណាចនិងអនុវត្តយ៉ាងឆាប់រហ័សក្រោយការប្រកាសរបស់លោកហ៊ុនសែនហើយអនុម័តកាលពីថ្ងៃទី20កុម្ភៈច្បាប់នេះត្រូវរងការរិះគន់ថាគឺជាចេតនាចង់រំលាយនិងបញ្ចប់នយោបាយបកប្រឆាំងឲ្យបានមុនការបោះឆ្នោតឆ្នាំ2018ផ្ទុយទៅវិញលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបញ្ជាក់ចំហការពីខែកុម្ភៈថាច្បាប់ស្តីពីគណៈបកនយោបាយនេះតាក់តែងឡើងមិនមែនសម្រាប់តែបកប្រឆាំងឡើយក៏ប៉ុន្តែច្បាប់នេះក៏តម្រូវដែរគោរពគណៈបកនយោបាយដែលបានប្រព្រឹត្តកំហុសរួមទាំងបកកណ្ដាលអំណាចផងដោយឡែកសមាជិកវិសាមញ្ញរបស់គណៈបកប្រឆាំងដែលផ្ដល់សេចក្តីទុកចិត្តឲ្យលោកកម្មសខាធ្វើជាប្រធានអ្នកស្រីមូសុខួរលោកប៉ុលហំនិងលោកអេងឆៃអៀងធ្វើជាអនុប្រធានគណៈបកពេលនេះធ្វើឡើងនៅក្រោយពេលលោកសំរងស៊ីលាលែងពីប្រធានកាលពីខែកុម្ភៈកន្លងទៅបើទោះជាមានការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិថាចេតនានៃច្បាប់ស្តីពីគណៈបកនយោបាយអាចមានចរិតគៀបសង្កត់ក្តីក្នុងពេលលោកកម្មសខាឡើងកាន់តំណែងជាប្រធានបកនេះដែរលោកហ៊ុនសែនក៏បានឆ្លៀតផ្ញើសារគាំទ្រក្នុងថ្ងៃតែមួយដែលលោកកម្មសខាទទួលបានសេចក្តីទុកចិត្តឲ្យធ្វើជាប្រធានជំនួសលោកសំរងស៊ីក្រោយការដាក់ចេញគោលនយោបាយវិមជ្ឈការអំណាចនៅថ្នាក់ក្រោមជាតិនេះស្របពេលឡើងកាន់តំណែងជាប្រធានគណៈបករបស់លោកកម្មសខានេះដែរអ្នកនាំពាក្យគណៈបកកណ្ដាលអំណាចយល់ឃើញថាវាមិនទាន់ប្រកាសដល់ឡើយទេថាតើជំហរនេះនឹងមានប្រសិទ្ធភាពកម្រិតណាលោកសុកអេសានយល់ឃើញថាអាចទៅរួចឬមិនអាចនោះសំខាន់នៅរឿងការអនុវត្តជាក់ស្ដែងប៉ុណ្ណោះហើយការផ្ដល់ប្រតិភូអំណាចដូចនេះគណៈបកប្រជាជនកម្ពុជាបានអនុវត្តជិត40ឆ្នាំមកហើយយើងមិនទាន់យកទ្រឹស្ដីនឹងពីព្រោះទ្រឹស្ដីនឹងវាគ្រាន់តែជាទ្រឹស្ដីនៅលើកណ្ដាលមិនទាន់ប្រែក្លាយទ្រឹស្ដីនឹងឲ្យទៅជាការជាក់ស្ដែងដល់ឃុំទូទាំងប្រទេសនៅឡើយទេចំណែកលោកបណ្ឌិតមាសនេះអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមមើលឃើញថាវាជាមធ្យោបាយល្អប្រសិនបើគោលនយោបាយនេះសម្រេចដោយការប្រកាសនេះមែនក៏ប៉ុន្តែលោកយល់ឃើញថាទន្ទឹមនឹងភាពជោគជ័យលើកម្មវិធីនយោបាយនេះបញ្ហាដែលអាចនឹងកើតឡើងគឺការគ្រប់គ្រងថវិកាឲ្យមានតម្លាភាពនេះជាការទន្ទឹងរង់ចាំក្នុងនាមយើងជាអ្នកសិក្សាសង្គមទីចង់ឃើញណាចង់ឃើញឲ្យលុយធ្លាក់ទៅតាមឃុំបានច្រើនបើតាមយើងគិតរហូតដល់ចង់ឲ្យបាន$1លានណាថ្ងៃមុខលោកកម្មសខាបញ្ជាក់ចំហថាគណៈបកប្រឆាំងនៅតែខ្លាំងហើយរឹងមាំនឹងធ្វើដំណើរឆ្ពោះទៅមុខជានិច្ចបើទោះជាជួបឧបសគ្គក្តីជាងនេះទៀតលោកអះអាងថាគណៈបកប្រឆាំងសម្រេចឲ្យបាននូវគោលនយោបាយកាត់បន្ថយអំពើពុករលួយជាពិសេសនៅតាមសេវាសាធារណៈរបស់រដ្ឋដូចជាការធ្វើសម្បត្តិកំណើតចេញបានកម្មសិទ្ធិដីធ្លីនិងពិនិត្យច្បាប់សញ្ជាតិឲ្យបានត្រឹមត្រូវជាដើមក៏ប៉ុន្តែគណៈបកកណ្ដាលអំណាចឲ្យដឹងថាកម្មវិធីទាំងនេះខ្លួនបានអនុវត្តច្រើនអនន្តណាស់មកហើយក៏កំពុងតែធ្វើកំណែតម្រង់កម្មវិធីនយោបាយបន្ថែមទៀតឲ្យមានភាពល្អប្រសើរជាងនេះដែរខ្ញុំម៉មនីរតអាស៊ីសេរីភ្នំពេញបាទលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានផ្ដាំផ្ញើកូនរបស់លោកថាចំពោះប្រទេសដែលមានជនអន្តោប្រវេសន៍ហូរចូលច្រើននៅពេលខាងមុខជនជាតិដើមនឹងលែងកាន់អំណាចហើយជនអន្តោប្រវេសន៍ទាំងនោះនឹងឡើងកាន់អំណាចជំនួសវិញឬឯអ្នកវិភាគក៏យល់ដោយការផ្ដាំផ្ញើរបស់លោកហ៊ុនសែនដែរតែកត្តាដែលនាំឲ្យជនអន្តោប្រវេសន៍អាចឡើងកាន់អំណាចបាននោះដោយសារតែជនជាតិដើមគ្មានការសាមគ្គីគ្នានិងប្រទេសជាតិគ្មានអភិបាលកិច្ចល្អលោករាជវិញ្ញូរាយការណ៍ព័ត៌មាននេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនរំលឹកថាលោកបានផ្ដាំផ្ញើកូនរបស់លោកតាំងពី15ឆ្នាំមុនឲ្យកាត់ថ្មចំណាំទុកថា
ក្នុងរយៈពេល30 ទៅ 40 ឆ្នាំខាងមុខទៀតនៅពេលវិទ្យាសាស្ត្រមានការផ្លាស់ប្ដូរហើយប្រទេសដែលមានការហូរចូលជនអន្តោប្រវេសន៍ច្រើននៅពេលនោះជនជាតិដើមមិនកាន់អំណាចទៀតទេលោកហ៊ុនសែនបានថ្លែងនៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ 2016 និងទិសដៅការងារឆ្នាំ 2017 នៃក្រសួងការបរទេសនៅវិមានសន្តិភាពកាលពីថ្ងៃទី 1 មិនិនាថាប្រទេសដែលមានជនអន្តោប្រវេសន៍ហូរចូលទៅរស់នៅច្រើននឹងនាំឲ្យមានការបាត់បង់អំណាចរបស់ជនជាតិដើមលោកបន្តថាជាឧទាហរណ៍ដូចជានៅសហរដ្ឋអាមេរិកនិងនៅប្រទេសបារាំងជាដើមដែលមានមេដឹកនាំមិនមែនជាជនជាតិដើមនោះទេជនអន្តោប្រវេសន៍ចូលទៅច្រើនពេលនោះការប្រែប្រួលវិទ្យាសាស្ត្រនេះនឹងនាំទៅដល់ការបាត់បង់អំណាចនៃជនជាតិដើមទោះជាយ៉ាងណាក៏ដោយលោកហ៊ុនសែនមិនបានបញ្ជាក់ថាតើជនជាតិដើមនៃប្រទេសណាមួយផ្សេងទៀតនឹងត្រូវបាត់បង់អំណាចបន្ទាប់ដោយសារជនអន្តោប្រវេសន៍នោះទេអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនយោបាយលោកបណ្ឌិតមាសនេះក៏យល់ឃើញដោយការផ្ដាំផ្ញើរបស់លោកហ៊ុនសែនដែរតែលោកថាកត្តាដែលនាំឲ្យជនជាតិដើមត្រូវបាត់បង់អំណាចធ្លាក់ទៅលើក្រុមជនអន្តោប្រវេសន៍ដឹកនាំប្រទេសភាគច្រើនដោយសារជនជាតិដើមនៃប្រទេសនោះកើតជំងឺមិនទុកចិត្តគ្នាបែកបាក់សាមគ្គីគ្នារួចហើយคล้ายទៅជាកុលសម្ព័ន្ធជាច្រើនដើម្បីប្រយុទ្ធបង្ហូរឈាមដណ្ដើមអំណាចគ្នាបណ្ឌិតមាសនេះបន្តថាកម្ពុជានៅពេលនេះហាក់កំពុងមានដំណើរដូចគ្នាទៅនឹងជនជាតិដើមដទៃទៀតដែលត្រូវបាត់បង់អំណាចរបស់ខ្លួនទៅឲ្យជនអន្តោប្រវេសន៍ដែរហើយដល់ពេលយើងមើលពីទំនោរនៃជីវិតរបស់ជនជាតិដើមនេះគឺការជួសដោះស្រាយគ្នាឯងចំណុចខ្សោយមួយដែលធ្វើឲ្យដើមនេះជាច្រើនបានខ្លាយទៅជាជនជាតិភាគតិចនៅលើទឹកដីរបស់ខ្លួនបាទអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះថ្លែងទៀតថាថ្មីបើកម្ពុជាកំពុងមានសន្តិភាពក៏ដោយប៉ុន្តែលោកសង្កេតឃើញថាគ្រប់គណៈបកនយោបាយទាំងអស់តែងតែបង្ហាញការមិនទុកចិត្តគ្នានិងឆ្លោះទាស់ទែងគ្នាមិនចេះចប់មិនចេះហើយរីឯការគ្រប់គ្រងរដ្ឋបច្ចុប្បន្នក៏ធ្លាក់ចុះដូច្នេះជាមូលហេតុធ្វើឲ្យប្រទេសជិតខាងងាយស្រួលវាទីដណ្ដើមទឹកដីនិងការហូរចូលមកនៅជនអន្តោប្រវេសន៍កាន់តែច្រើនឡើងកត្តាទាំងនេះជាក្តីព្រួយបារម្ភមួយរបស់កូនខ្មែរចំនួនក្រោយថាអាចការពារទឹកដីដូនតារបស់ពួកគេបានដែរឬទេគិតចាត់តាំងពីឆ្នាំ 2014 មកដល់ឆ្នាំ 2016 រដ្ឋាភិបាលកម្ពុជាបានបណ្តេញចេញជនអន្តោប្រវេសន៍ខុសច្បាប់មកពី72ប្រទេសមានជាង 10,000 នាក់ក្នុងនោះជនអន្តោប្រវេសន៍មានជិត 10,000 នាក់ឬស្មើ 82% គឺជាជនជាតិវៀតណាមខុសច្បាប់ថ្មីត្បិតយ៉ាងនេះក្តីគេមិនទាន់ដឹងថាតើមានជនអន្តោប្រវេសន៍ចំនួនប៉ុន្មានទៀតជាពិសេសជនជាតិវៀតណាមកំពុងរស់នៅខុសច្បាប់នៅកម្ពុជាទេសម្រាប់លោកបណ្ឌិតមាសនេះបញ្ជាក់ថាបច្ចុប្បន្នគេសង្កេតឃើញពលរដ្ឋវៀតណាមខុសច្បាប់ចូលមករស់នៅស្ទើរទូទាំងនៃប្រទេសកម្ពុជាប៉ុន្តែកន្លងមកអាជ្ញាធរហាក់ពិបាករកឃើញថាមានជនជាតិវៀតណាមខុសច្បាប់ទាំងនោះដើម្បីបណ្តេញចេញពីប្រទេសណាផ្ទុយទៅវិញប្រសិនពលករខ្មែរប្រហែល 1 លាននាក់ដែលកំពុងស៊ីឈ្នួលនៅប្រទេសថៃគឺអាជ្ញាធរប្រទេសនេះមិនពិបាកគ្រប់គ្រងឡើយហើយបើចង់បណ្តេញចេញពីប្រទេសពេលណាក៏បានយើងជាប្រទេសតូចហើយប្រព័ន្ធគ្រប់គ្រងមនុស្សនៅក្នុងយើងនេះយើងឃើញថាក៏មានភាពធ្ងន់ខ្សោយដែរបាទហើយមិនបានជំនាញថាធ្ងន់ខ្សោយទៅមើលប្រទេសថៃក្នុងរយៈពេលបន្តមួយខែនេះគេអាចចាប់បានទៅជាខ្មែរដែលនៅខុសច្បាប់ហ្នឹងរាប់ម៉ឺននាក់រហូតដល់រាប់សែននាក់បញ្ជូនទៅវិញយើងថាបញ្ជូនតាមប៉ោយតែខ្មែរយើងមើលបើនិយាយទៅការគ្រប់គ្រងអន្តោប្រវេសន៍វិញចាប់ប្រមាណចាប់មួយឆ្នាំបានប្រមាណបាន4,000ទៅ 6,000 នាក់ហ្នឹងបាទហើយបើយើងមើលអន្តោប្រវេសន៍វៀតណាមមិនទៅជាពេញទៅប្រទេសខ្មែរយើងអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិតមាសនេះថ្លែងថាដើម្បីកុំឲ្យជនជាតិដើមคล้ายទៅជាជនជាតិភាគតិចលើទឹកដីរបស់ខ្លួនហើយប្រសិនដឹងទុកជាមុនថាប្រទេសកំពុងរំកិលទៅរកការដឹកនាំពីសំណាក់ជនអន្តោប្រវេសន៍នៅពេលខាងមុខនោះរដ្ឋាភិបាលត្រូវពង្រឹងច្បាប់ជនអន្តោប្រវេសន៍និងគួរអប់រំពលរដ្ឋខ្លួនឲ្យមានសេចក្តីទុកចិត្តគ្នានិងឈប់ទោសទែងគ្នាដោយសារនិន្នាការនយោបាយជាពិសេសអ្នកនយោបាយផ្ទាល់ចេះរួបរวมគ្នាដើម្បីគិតផលប្រយោជន៍ជាតិជាធំទើបអាចការពារអំណាចមិនឲ្យធ្លាក់ទៅលើជនអន្តោប្រវេសន៍ខ្ញុំរីកវិញ្ញូអាស៊ីសេរីភ្នំពេញបាទលោកអ្នកនាងជាទីមេត្រីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជំរុញឲ្យវិស័យឯកជនចូលរួមនិងខិតខំប្រឹងប្រែងជាមួយរដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាដែលបានព្យាករណ៍ថានៅឆ្នាំ 2017 នេះកំណើនសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានក្នុងរង្វង់ 7% ប៉ុន្តែអ្នកសេដ្ឋកិច្ចមានក្តីបារម្ភថាកំណើនសេដ្ឋកិច្ចជាតិអាចនឹងធ្លាក់ចុះប្រសិនបើមានការបំផិតបំភ័យពលរដ្ឋទាក់ទិននឹងព្រឹត្តិការណ៍នយោបាយអ្នកស្រីខែសុណងរាយការណ៍
អ្នកសេដ្ឋកិច្ចវិភាគថាកំណើនសេដ្ឋកិច្ចនឹងឈានដល់ 7% តាមការព្យាករណ៍ទុកលុះណាតែប្រទេសមានស្ថិរភាពនយោបាយក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ 2017 និងឆ្នាំ 2018 ប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជាលោកច័ន្ទសុផលមានប្រសាសន៍ថាបញ្ហាស្ថិរភាពនយោបាយគឺជាហានិភ័យនៅក្នុងស្រុកដែលអាចធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចលោកថានៅឆ្នាំ 2017 និងឆ្នាំ 2018 ប្រទេសកម្ពុជាមានព្រឹត្តិការណ៍បោះឆ្នោតមកដល់ប្រសិនជាមានការប្រែប្រួលអ្វីមួយដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចនោះអាចនាំឲ្យពលរដ្ឋនិងអ្នកវិនិយោគផ្អាកការវិនិយោគរងចាំមើលនិងផ្អាកការចំណាយធំៗមួយចំនួនដែលជារឿងមួយមិនល្អនិងធ្វើឲ្យសេដ្ឋកិច្ចថមថយបាទហានិភ័យនៅក្នុងប្រទេសយើងរាជរដ្ឋាភិបាលអាចគ្រប់គ្រងបានធ្វើយ៉ាងម៉េចកុំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចឲ្យដំណើរការជីវភាពធម្មតាវិនិយោគធម្មតាចំណាយធម្មតាវាធ្វើឲ្យកំណើនសេដ្ឋកិច្ចយើងនឹងកើនបានជាធម្មតាដែរបាទខ្ញុំសំដៅលើបញ្ហានយោបាយយើងធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋស្ងប់ចិត្តនឹងដំណើរការប្រកបមុខរបរអាជីវកម្មធុរកិច្ចពង្រីកការវិនិយោគជាធម្មតាចំពោះហានិភ័យក្រៅស្រុកយើងមិនអាចគ្រប់គ្រងបានទេមានតែត្រៀមរងចាំបើសិនជាស្ថានភាពអំណោយផលមិនល្អកើតឡើងយើងមានថវិកាសន្សំពីឆ្នាំមុនមកទុកសម្រាប់ចំណាយធ្វើឲ្យកំណើនសេដ្ឋកិច្ចនៅប្រដែរលោកច័ន្ទសុផលបញ្ជាក់ទៀតថាក្រៅអំពីបញ្ហាស្ថិរភាពនយោបាយនោះហានិភ័យនៅក្នុងស្រុកមួយចំនួនទៀតក៏ចោទជាបញ្ហាដែរដូចជាការផ្ដាល់ឥណទានច្រើនដែលពលរដ្ឋជំពាក់គេច្រើនហើយដែលធ្វើឲ្យលំហូរសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ចថយចុះបន្តិចដែរមួយវិញទៀតចំណូលនៅតាមជនបទមិនល្អដែរក្នុងឆ្នាំនេះដោយសារតែតម្លៃស្រូវតម្លៃដំឡូងមីទាបនៅឡើយតម្លៃកៅស៊ូរើបបន្តិចប៉ុន្តែម្រេចចាប់ផ្ដើមចុះថ្លៃរីឯស្វាយកែវល្មៀតម្ដងឡើងម្ដងចុះថ្លែងនៅក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ 2017 នៅថ្ងៃទី 2 ខែមីនាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានប្រសាសន៍ថាតាមការព្យាករណ៍នៅឆ្នាំ 2017 នេះសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានក្នុងរង្វង់ 7% នៅក្នុងនោះកំណើនក្នុងវិស័យកសិកម្មរំពឹងថានឹងល្អប្រសើរឡើងបន្តិចចំពោះកំណើននៃវិស័យកាត់ដេរនឹងរើបឡើងជាងឆ្នាំ 2016 ហើយចំណែកវិស័យសំណង់និងអចលនវត្ថុនឹងបន្តថមថយដោយមានការកែតម្រូវនៅស្ថានភាពឥណទាននិងការផ្គត់ផ្គង់លោកថាកម្ពុជាខិតខំប្រឹងប្រែងបន្តទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ចឲ្យបាន 7% ដែលអាចឲ្យកម្ពុជាសម្រេចបាននៅចក្ខុវិស័យប្រែក្លាយប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ 2030 និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ 2050ក្រៅពីនេះកំណើននៃឧស្សាហកម្មផ្សេងមិនមែនកាត់ដេររំពឹងថានឹងមានកំណើនខ្ពស់ដែលអាចជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជារួមស្ថានភាពបែបនេះរំពឹងថានឹងបន្តរហូតដល់ឆ្នាំ 2018 ដែលកំណើនសេដ្ឋកិច្ចអាចនឹងសម្រេចបានដូចគ្នាក្នុងរង្វង់ 7%លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបន្តថាទន្ទឹមនឹងគ្នានេះសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងហានិភ័យពីខាងក្រៅមួយចំនួនដូចជាភាពមិនប្រាកដប្រជាពាក់ព័ន្ធនឹងការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកការចាក់ចែងរបស់អង់គ្លេសនិងអនាគតរបស់សហភាពអឺរ៉ុបហានិភ័យនៃការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិននិងការថមថយកំណើននៃបណ្ដាសេដ្ឋកិច្ចរបស់ប្រទេសកំពុងរីកលូតលាស់ភាពចម្រូងចម្រាសក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសចិននិងរដ្ឋការរបស់ប្រធានាធិបតីអាមេរិកថ្មីក៏ដូចជាការកើនឡើងនៅកម្ដៅភូមិសាស្ត្រនយោបាយជាដើមរីឯការរំពឹងទុកនៅការងើបឡើងវិញនៅតម្លៃប្រេងនិងទំនិញនៅលើទីផ្សារអន្តរជាតិក៏ជាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរចា៎នាងខ្ញុំខែសុណងអាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីមន្ត្រីអង្គការសង្គមស៊ីវិលសម្ដែងក្តីមន្ទិលសង្ស័យពីប្រសិទ្ធភាពនៃការផ្លាស់ប្តូរទីកន្លែងធ្វើការនិងតំណែងរបស់មន្ត្រីតុលាការថានឹងអាចបំបត្តិអំពើពុករលួយកាលពីថ្ងៃទី28កុម្ភៈព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនិងផ្ទេរមុខតំណែងប្រធានសាលាដំបងខេត្តអនុប្រធានសាលាដំបងរាជធានីខេត្តចៅក្រមសាលាដំបងរាជធានីខេត្តសរុបចំនួន54រូបនិងអគ្គព្រះរាជអាជ្ញារងព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរនិងអយ្យការអមសាលាដំបងរាជធានីខេត្តចំនួន31រូបការសម្រេចតែងតាំងនិងផ្ទេរមុខតំណែងបន្ទាប់ពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានសម្រេចនាសម័យប្រជុំកាលពីថ្ងៃទី27កុម្ភៈលោកមេធាវីសុកសំអឿនប្រធានការិយាល័យមេធាវីក្រមអ្នកច្បាប់អមរិនកាលពីថ្ងៃទី2មីនាលើកឡើងថាមូលហេតុដែលនាំឲ្យមានការតែងតាំងនិងផ្ទេរមុខតំណែងនេះដើម្បីជៀសវាងកុំឲ្យមានអំពើពុករលួយនិងបកពួកនិយមហើយជាគោលការណ៍ច្បាប់4ឆ្នាំត្រូវតែធ្វើការផ្លាស់ប្ដូរម្ដង
Thầm cái cho con quân nữ ta mà lại du pế để ai để tham như để tham miền bảo bộ miền mất hệ tra liên tới như corruption á ប៉ុន្តែប្រធានអង្គការដំណាភិបអន្តរជាតិលោកព្រៀបកុលមិនមានជំនឿទៅលើប្រសិទ្ធភាពនិងដំណាភិបនៃការដោះដូរនោះទេ ខ្ញុំមិនសូវមានជំនឿទៅលើប្រសិទ្ធភាពក្នុងការដោះដូរនោះទេសូម្បីតែដំណាភិបនៅក្នុងការដោះដូរនោះក៏អត់មានផង អង្គការរបស់លោករកឃើញថាប្រជាពលរដ្ឋខ្មែរចាត់ទុកមន្ត្រីតុលាការប៉ូលីសនិងមន្ត្រីរដ្ឋាភិបាលថាពុករលួយខ្លាំងជាងគេការលើកឡើងនេះផ្អែកលើរបាយការណ៍ស្ដីពីការវាស់វែងអំពើពុករលួយជាសកលឆ្នាំ 2016 ចេញផ្សាយកាលពីថ្ងៃទី 28 កុម្ភៈ ចំណែកប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោកសនជ័យលើកឡើងថាពលរដ្ឋមិនទាន់មានជំនឿថាការផ្លាស់ប្ដូរអាចធ្វើឲ្យប្រព័ន្ធតុលាការមានឯករាជ្យភាពនិងមិនស្ថិតនៅក្រោមសម្ពាធនយោបាយទេ ជាប្រការឡើងនៃប្រព័ន្ធយុតិធម៌នៅកម្ពុជានេះមុខសញ្ញាពីរដែលត្រូវកែលម្អទីមួយការពិនិត្យមើលទៅលើច្បាប់ដែលមានស្រាប់ដែលប៉ះពាល់ដល់ឯករាជ្យភាពរបស់ព្រះអាជ្ញាឬក៏ចៅក្រមនឹងយើងចង់ឃើញព្រះអាជ្ញាឬក៏ចៅក្រមនឹងកាត់ដូរបម្រើការងារនៅក្នុងវិស័យយុតិធម៌ហ្នឹងដោយសន្តិភាពដោយចំណេះដឹង ព្រោះថាកន្លងមកមានការលើកឡើងអំពីតម្លៃនៃកូតាដើម្បីខ្លាយទៅជាចៅក្រមនឹងអស់ប្រមាណខ្លាយទៅជាព្រះអាជ្ញានឹងអស់ប្រមាណ អាស៊ីសេរីមិនអាចតាក់ទងអ្នកនាំពាក្យក្រសួងយុតិធម៌លោកកឹមសន្តិភាពនិងលោកចិនម៉ាលីនបញ្ជាក់ពីការតែងតាំងនឹងទេមុខតំណែងនេះបាននៅឡើយទេដោយទូរស័ព្ទគ្មានអ្នកលើកកាលពីថ្ងៃទី 2 មីនាម្សិលមិញពាក់ព័ន្ធនឹងការផ្លាស់ប្ដូរតួនាទីនេះចៅក្រមសាលាដំបងរាជធានីភ្នំពេញលោកឡុងកេះភិរមត្រូវបានតែងតាំងជាប្រធានសាលាដំបងខេត្តកំពតជំនួសប្រធានតុលាការខេត្តនេះគឺលោកគំឈៀនដែលត្រូវចូលនិវត្តន៍ កាលពីថ្ងៃទី 23 កុម្ភៈ លោកឡុងកេះភិរមទើបសម្រេចផ្តន្ទាទោសតំណាងសហគមន៍បង្កក់អ្នកស្រីទេវនីដាក់ពន្ធនាគារចំនួន 2 ឆ្នាំកន្លះនិងពិន័យប្រាក់ចូលរដ្ឋចំនួន 5 លានរៀលនិងសងជំងឺចិត្តដល់សន្តិសុខ 2 នាក់ជាដើមមិនដឹងចំនួន 9 លានរៀលក្រោមបទចោទប្រើហិង្សាសន្តិសុខសាលាខណ្ឌដូនពេញនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីខែមីនាឆ្នាំ 2013 បាទលោកនាងជាទីមេត្រីគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងស្ដារផ្លូវដែកកម្ពុជាឡើងវិញស្វែងរកពលរដ្ឋ 3 នាក់តំណាងឲ្យ 3 គ្រួសារនៅក្រុងប៉ោយប៉ែតដើម្បីដោះស្រាយផលប៉ះពាល់គ្រួសារទាំង 3 ស្ថិតក្នុងចំណោមពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងស្ដារផ្លូវដែកនៅប៉ោយប៉ែតហើយតវ៉ារហូតមកដល់សប្តាហ៍ថ្ងៃនេះលោកលេងម៉ាលីរាយការណ៍ព័ត៌មាននេះ ពលរដ្ឋ 3 នាក់តំណាងឲ្យ 3 គ្រួសារនៅក្រុងប៉ោយប៉ែតដែលគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងស្ដារផ្លូវដែកកម្ពុជាចេញសេចក្តីជូនដំណឹងនៅថ្ងៃទី 2 មីនាគឺជាការស្វែងរកចុងក្រោយដើម្បីឲ្យមកទទួលប្រាក់ឧបត្ថម្ភបន្ថែមប្រធានក្រុមការងារនៃគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងស្ដារផ្លូវដែកកម្ពុជាឡើងវិញគឺលោកសេងថៃមានប្រសាសន៍បញ្ជាក់ថាពលរដ្ឋទាំងនេះស្ថិតនៅក្នុងបញ្ជីឈ្មោះអ្នករងផលប៉ះពាល់ហើយបានទទួលប្រាក់ឧបត្ថម្ភខ្លះក្នុងដំណាក់កាលដោះស្រាយកន្លងមក ការដោះស្រាយកន្លងមកហ្នឹងវានៅមានកម្រិតខ្វះខាតមិនទាន់ស្របតាមគោលនយោបាយរបស់ដៃគូហ្នឹងណាអញ្ចឹងត្រូវមានកម្មវិធីដែលតម្រូវបំពេញបន្ថែមជូនគាត់នៅប្រាក់ឧបត្ថម្ភចំនួនហ្នឹងហើយគាត់មានឈ្មោះក្នុងបញ្ជីដែលយើងស្គាល់ថាជាអ្នករងផលប៉ះពាល់ហើយគាត់ក៏បានបាត់ពីតែប៉ះពាល់ហ្នឹងទៅណា ចឹងបានត្រូវប្រកាសសួររកគាត់ហើយអ្នកដែលគាត់មិនបានធ្វើអំណះពីទៅឆ្ងាយបងប្អូនអស់ទាំងនោះគាត់បានជួបចរចាហើយប្រាក់បំពេញបន្ថែមជូនគាត់បានអនុវត្តកន្លងរួចមកហើយបាទ លោកសេងថៃមិនអាចបញ្ជាក់ទំហំទឹកប្រាក់ឧបត្ថម្ភពីផលប៉ះពាល់ដោយការឈូសឆាយផ្ទះនៅតាមបណ្ដោយផ្លូវរថភ្លើងដែលត្រូវស្ដារឡើងវិញនោះទេព្រោះទំហំករណីខុសគ្នាតួលេខក៏ខុសគ្នា ពលរដ្ឋទាំង 3 នាក់ដែលមានឈ្មោះអ៊ុំសុងឯកសវណ្ណដានិងស្រៀងគ្រីគឺជាអ្នករស់នៅអមផ្លូវរថភ្លើងក្នុងសង្កាត់ផ្សារកណ្ដាលនិងភូមិគីឡូម៉ែត្រលេខ 4 ក្រុងប៉ោយប៉ែតក្នុងចំណោមពលរដ្ឋប៉ះពាល់ 114 គ្រួសារលោកសេងថៃថាពលរដ្ឋក្រៅពីនេះគឺបានពិភាក្សាគ្នាផ្ទាល់មាត់ហើយ តំណាងពលរដ្ឋនៅសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតលោកប៊ុនវ៉ាន់ឲ្យដឹងថាពលរដ្ឋទាំង 3 នាក់នេះពួកគាត់ខ្លះបានធ្វើចំណាកស្រុកទើបគណៈកម្មការអន្តរក្រសួងរកមិនឃើញ ឈ្មោះនឹងពិតប្រាកដមែនឈ្មោះអ៊ុំសុងនឹងមួយប៉ុន្តែម្ចាស់គេនឹងទៅម៉ាឡេស៊ីបាត់ហើយអញ្ចឹងគេតាក់ទងវាមិនបានគេមកថតໄว้អញ្ចឹងមែនប៉ុន្តែប្អូនគាត់នៅនឹងអញ្ចឹងណាប្អូនអ៊ុំសុងនឹងគាត់នៅនឹង
ជាប្រវត្តិគាត់ធ្វើការតវ៉ាហ្នឹងដើម្បីមិនចង់ឲ្យមានឈូសឆាយអត់មានសំណងអញ្ចឹងណាអញ្ចឹងដែលគាត់មិនទាន់បានទទួលសំណងអីហ្នឹងគឺមិនទាន់បានជួបជាមួយហ្នឹងគាត់មានម្ចាស់ផ្ទះពិតប្រាកដមិនហើយនៅតែមកគ្រួសារទេដែលនៅនឹងខ្មែរហ្នឹងគាត់មកពីថៃវិញពីមុនគាត់ទៅថៃអញ្ចឹងណានៅព្រឹកថ្ងៃទី2មីនាតំណាងពលរដ្ឋប៉ះពាល់ទាំងនេះប្រមាណ10នាក់បន្តការតវ៉ាលើកទី51នៅមុខសាលាក្រុងប៉ោយប៉ែតដើម្បីទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយផ្ដាល់សំណងពីការប៉ះពាល់នោះជាដីផងនិងប្រាក់ផងព្រោះពេលកន្លងមកពលរដ្ឋបានទទួលប្រាក់ឧបត្ថម្ភចន្លោះពី$10ទៅជិត$1,000ពួកគាត់យល់ថាជាសំណងមិនត្រឹមត្រូវនឹងអត់ទទួលយកបានទេបើសិនជាគាត់សរុបគោលនយោបាយរបស់ធនាគារ ADB គាត់ត្រូវទីទួយោបល់ជាមួយជីវរដ្ឋតាមផ្ទះនីមួយៗហើយវាស់កន្លែងណាគាត់ដោះស្រាយកន្លែងហ្នឹងគាត់មិនមែនឲ្យទៅជួបពីណាឯទេអញ្ចឹងណាដោះជាចំហមិនដោះបិទបាំងទេប្រជាពលរដ្ឋគាត់ចង់បានមានដីមានលុយអីចឹងទៅបានគាត់អាចធ្វើផ្ទះធ្វើឲ្យបានហើយក៏មិនចង់ឲ្យប្រជាពលរដ្ឋទៅពីទីតាំងចាស់ទៅទីតាំងថ្មីហ្នឹងក្រដុនដាបជាងមុនដែរឲ្យមានជាងមុនទោះជាយ៉ាងនេះក្តីមិនមានមន្ត្រីសាលាក្រុងមកឆ្លើយតបចំពោះការតវ៉ាទាមទាររបស់ពួកគាត់នៅព្រឹកថ្ងៃទី2មីនាទេគម្រោងស្ដារផ្លូវដែកនេះជាគម្រោងឧបត្ថម្ភថវិកាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB ដើម្បីស្ដារផ្លូវរថភ្លើងឡើងវិញចំនួន2ខ្សែគឺពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ1ខ្សែនិងពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ1ខ្សែក្រៅពីការជូនដំណឹងចុងក្រោយស្វែងរកពលរដ្ឋ3គ្រួសារនៅក្រុងប៉ោយប៉ែតគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងស្ដារផ្លូវដែកកម្ពុជានេះក៏ជូនដំណឹងរកពលរដ្ឋនៅរាជធានីភ្នំពេញជាង80គ្រួសារទៀតឲ្យមកទទួលប្រាក់សំណងបន្ថែមនេះដូចគ្នាដែរពលរដ្ឋទាំងនេះជាអ្នករងផលប៉ះពាល់ពីគម្រោងស្ដារផ្លូវរថភ្លើងហើយសល់ដីតិចជាង30ម៉ែត្រការ៉េសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួងនេះក៏បានកំណត់ទុកពេលឲ្យពលរដ្ឋទាំងនោះមកយកប្រាក់ឧបត្ថម្ភឬសំណងនេះក្នុងរយៈពេល30ថ្ងៃចាប់ពីថ្ងៃទី2មីនាទៅបើហួសរយៈពេលនេះគណៈកម្មការអន្តរក្រសួងនឹងចាត់ទុកថាពលរដ្ឋទាំងនោះបោះបង់សិទ្ធិហើយព្រមផ្ដល់ប្រាក់នោះជាវិភាគទានសម្រាប់ស្ដារផ្លូវរថភ្លើងនេះខ្ញុំបាទលេងម៉ាលីអាស៊ីសេរីពីរាជធានីភ្នំពេញចាលោកនាងកញ្ញាកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីដែលផ្សាយចេញពីរដ្ឋធានី Washington ចាប្រជាពលរដ្ឋរស់នៅឃុំបឹងល្វាស្រុកសន្ទុកខេត្តកំពង់ធំស្នើឲ្យរដ្ឋាភិបាលបង្កើតមណ្ឌលសុខភាពនៅក្នុងឃុំរបស់ពួកគាត់តើប្រជាពលរដ្ឋទាំងនោះជួបបញ្ហាលំបាកអ្វីខ្លះចាលោកនាងកញ្ញានឹងបានស្ដាប់សេចក្តីរាយការណ៍ពិស្ដារអំពីរឿងនេះនាពេលបន្តិចទៀតនេះអាស៊ីសេរីបាទលោកអ្នកនាងជាទីមេត្រីអ្នកភូមិស្អង់នៃឃុំប្រស្និបខេត្តកំពង់ឆ្នាំងសម្ដែងការសប្បាយចិត្តចំពោះសកម្មភាពមន្ត្រីជំនាញក្រសួងកសិកម្មដែលចុះទៅជួយពង្រៀបដីស្រែរបស់ពួកគេចំណែកមន្ត្រីជំនាញរិះគន់អាជ្ញាធរភូមិឃុំថាមិនសូវសហការល្អជាមួយពួកគេដើម្បីផលប្រយោជន៍កសិករនោះទេប៉ុន្តែអាជ្ញាធរឃុំថាបញ្ហានេះបណ្ដាលមកពីមន្ត្រីជំនាញមិនបានផ្ដល់ព័ត៌មានច្បាស់លាស់ជាមុនលោកចិនជាថារាយការណ៍ព័ត៌មាននេះត្រាក់ទ័រភ្ជួរដី1គ្រឿងនិងត្រាក់ទ័រសម្រាប់គៀពង្រៀបដី2គ្រឿងចាប់ផ្ដើមសកម្មភាពពង្រៀបដីជូនកសិករដោយឥតគិតថ្លៃនៅឃុំប្រស្នាប់ស្រុករលាផ្អៀតាមការគ្រោងទុកនៅរសៀលថ្ងៃទី2ខែមីនាកសិករកំពុងឈរមើលគ្រឿងចាក់និងចង្អុលបង្ហាញទីតាំងដីធ្វើការពង្រៀបជាមួយនឹងមន្ត្រីជំនាញគ្រឿងយន្តកសិកម្មនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងដោយពុំមានវត្តមានអាជ្ញាធរភូមិឃុំចូលរួមឡើយប្រធានការិយាល័យគ្រឿងយន្តកសិកម្មនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងលោកគង់រស់ថាលោកបានជួបមេឃុំប្រស្នាប់គឺអ្នកស្រីខៀវសុខឿនដើម្បីសុំឲ្យអ្នកស្រីចូលរួមឬចាត់ឲ្យមន្ត្រីឃុំណាម្នាក់ចូលរួមក្នុងសកម្មភាពពង្រៀបដីនេះប៉ុន្តែអ្នកស្រីប្រាប់ថារវល់លោកថាការមិនសូវអើពើរបស់អាជ្ញាធរមូលដ្ឋានប្រហែលជាគេយល់ថាសកម្មភាពចុះពង្រៀបដីស្រែនេះមិនសូវមានសារៈប្រយោជន៍បើមិនខ្ញុំជួបមេឃុំផ្ទាល់នឹងបើថាការងារគាត់ច្រើនណាស់ខ្ញុំថាគួរណាស់ថាមេឃុំនឹងចាត់មន្ត្រីខាងក្រមប្រឹក្សាអីម្នាក់ដើម្បីចុះសហការជាមួយខ្ញុំទៅគាត់ក៏អត់ឃើញមកទៀតសំណូមពររបស់ខ្ញុំវាមានតែមួយចំណុចទេសូមឲ្យអាជ្ញាធរនឹងជួយសហការណាព្រោះ
ខាងយុវដ្ឋានគឺគាត់ចុះមកធ្វើគឺដោយសារតែខ្ញុំសុំគាត់មកដែរហើយប្រហែលជាល្ងាចនេះខ្ញុំនឹងព្យាយាមជួបគាត់មកសារទៀតដើម្បីពិភាក្សាគ្នាបន្តហើយជាមើលគាត់គិតថាយ៉ាងម៉េចឆ្លើយតបបញ្ហានេះមេឃុំប្រស្នាប់ស្រុករលាផ្អៀអ្នកស្រីខៀវសុខឿនថាគម្រោងចោះពង្រាបដីស្រែជូនកសិករនេះត្រូវបានកំណត់ពីថ្នាក់លើមកហើយខាងឃុំមិនដឹងច្បាស់លាស់ជាមុននោះទេបើសិនបើតែមុននឹងធ្វើគេហៅយើងទៅពិភាក្សាថាឥឡូវនឹងខ្ញុំក៏យកគ្រឿងចាក់ដីឲ្យប្រជាជនចំនួន500ហិកតាអញ្ចឹងចុះឬយើងឲ្យយោបល់បាច់ទៅនេះគេឆ្លើយមួយអញ្ចឹងអូនឯងសួរខ្ញុំថ្ងៃមុនខ្ញុំតឡើងកាំងខ្ញុំអត់ដឹងផងហ្នឹងតែមិនហ្នឹងបាទទៅទប់ទីមុខតែប្រាប់ថាខាងកសិកម្មគេមកពាក់ព័ន្ធរឿងជួយគម្រាមដីឲ្យប្រជាពលរដ្ឋចំពោះបញ្ហានេះប្រធានការិយាល័យគ្រឿងយន្តកសិកម្មលោកកងរស់អះអាងថាខាងលោកបានចុះសិក្សាទីតាំងនិងសុំការសហការជាមួយអាជ្ញាធរឃុំតាមរយៈជំទប់ទី1និងមេឃុំផ្ទាល់ចំនួន3លើកមុនចុះពង្រាបដីជូនកសិករនេះទោះជាយ៉ាងណាលោកថាការចុះពង្រាបដីស្រែជូនកសិករនៅភូមិតាអងឃុំប្រស្នាប់នេះពុំមានបញ្ហាអ្វីទេហើយជំនាញនឹងធ្វើរយៈពេល8ថ្ងៃឲ្យហើយលើផ្ទៃដីទំហំ35ហិកតាកសិករម្នាក់នៅភូមិតាអងឃុំប្រស្នាប់លោកមុំដុំមានប្រសាសន៍ថាគ្រួសារលោកនិងអ្នកភូមិជាច្រើនទៀតត្រេកអរចំពោះសកម្មភាពរបស់ជំនាញនាយកដ្ឋានវិស្វកម្មនិងកសិកម្មនៃក្រសួងកសិកម្មដែលបានចុះជួយពលរដ្ឋលោកស្នើឲ្យរដ្ឋាភិបាលឬសមាជិកជំនាញជួយពង្រាបដីឲ្យបានកាន់តែច្រើនហិកតាទៀតនៅក្នុងមូលដ្ឋានរបស់លោកព្រោះកសិករលំបាកបង្កើនផលដោយសារតែដីមិនរាបស្មើជាក់ស្ដែងរូបលោកមានដីស្រែជាង1ហិកតាប៉ុន្តែធ្វើស្រែរាល់ឆ្នាំបានផលស្រូវតែ1តោនប៉ុណ្ណោះហើយទម្រាំបានផលមានការលំបាកគ្រប់គ្រងទឹកយ៉ាងខ្លាំងបើទោះបីជាមានប្រភពទឹកនៅក្បែរក៏ដោយទឹកមានគ្រប់គ្រាន់ប៉ុន្តែដីលៀងយើងទប់ទឹកមិនបានស្មើល្អដីវាមានប្រភពតាំងពីដើមរៀងមកអញ្ចឹងជាដីអូនៅខាងอะไรដីវាខ្ពស់ទៀតវាស្អៀងមកខាងអញ្ចឹងណាគម្រោងចុះពង្រាបដីស្រែជូនកសិកររបស់នាយកដ្ឋានវិស្វកម្មនិងកសិកម្មនៃក្រសួងកសិកម្មនេះបានអនុវត្តតាំងពីឆ្នាំ2015ហើយខេត្តគោលដៅមានចំនួន5រួមមានខេត្តកំពង់ឆ្នាំងតាកែវស្វាយរៀងកំពង់ធំនិងខេត្តបាត់ដំបងមន្ត្រីជំនាញថាខេត្តទាំងនេះតែងតែធ្វើស្រែមិនបានផលគ្រប់គោលការណ៍របស់ក្រសួងកសិកម្មហើយលើកហេតុផលថាមានការលំបាកដោយផ្ទៃដីកសិកម្មរបស់កសិករមិនរាបស្មើខ្ញុំបាទចិនជេថាអាស៊ីសេរីពីខេត្តកំពង់ឆ្នាំងបាទលោកអ្នកនាងជាទីមេត្រីអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃចេញលិខិតបំភ្លឺចំពោះការចោទប្រកាន់របស់អតីតអ្នកទោសម្នាក់ឈ្មោះកុងរ៉ាយ៉ាដែលត្រូវបានទម្លាយអំពីភាពមិនប្រក្រតីជាច្រើននៅក្នុងពន្ធនាគារព្រៃសរដូចជាការប្រើប្រាស់គ្រឿងញៀនល្បែងស៊ីសងការវាយទាត់ធាក់និងមានអំពើពុករលួយជាដើមលោកថាកច្ឆារាយការណ៍ព័ត៌មានជំវិញរឿងនេះក្នុងលិខិតបំភ្លឺចុះថ្ងៃទី2ខែមិនិនាអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃចាត់ទុកថាមតិលើកឡើងអំពីស្ថានភាពអាក្រក់ក្នុងពន្ធនាគារព្រៃសររបស់អតីតទណ្ឌិតកុងរ៉ាយ៉ាដែលជាប់ទោសព្រោះរឿងបង្ហោះសារបដិវត្តពណ៌លើ Facebook នោះមានភាពលំអៀងខាងនយោបាយជាជាងការរិះគន់ដើម្បីកែលម្អចំពោះការរិះគន់ថាពន្ធនាគារនៅកម្ពុជាមិនមានស្តង់ដារនោះអគ្គនាយកដ្ឋានពន្ធនាគារឆ្លើយតបថាការកំណត់កម្មវិធីអប់រំកែប្រែការគ្រប់គ្រងវិន័យរបបអ្នកទោសសន្តិសុខសុវត្ថិភាពអនាម័យនិងសុខភាពសុទ្ធតែយោងទៅលើបទដ្ឋានអបបរមាអង្គការសហប្រជាជាតិនិងរដ្ឋធម្មនុញ្ញកម្ពុជារហូតចងក្រងជាច្បាប់ស្តីពីពន្ធនាគារក្នុងឆ្នាំ2011ទន្ទឹមគ្នានេះអគ្គនាយកដ្ឋានពន្ធនាគារកំពុងចាប់យកបទពិសោធន៍ល្អៗមកពីបរទេសដើម្បីមកអនុវត្តនៅកម្ពុជាឲ្យស្របតាមការរីកចម្រើនរបស់ប្រទេសជាតិរីឯការចោទថាមានការជក់បារីនិងការប្រើប្រាស់គ្រឿងញៀននិងលេងល្បែងស៊ីសងអនាធិបតេយ្យក្នុងពន្ធនាគារនោះអគ្គនាយកដ្ឋានពន្ធនាគារទទួលស្គាល់ថាវាគឺជាការប្រព្រឹត្តល្មើសនឹងបទបញ្ជាផ្ទៃក្នុងមណ្ឌលអប់រំកែប្រែនិងពន្ធនាគាររាជធានីខេត្តដោយឡែកចំណុចដែលយុវជនកុងរ៉ាយ៉ាលើកឡើងថាមានអ្នកប្រើប្រាស់គ្រឿងញៀនរាប់រយនាក់នោះត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារបដិសេធដោយអះអាងថាចំនួនជនជាប់ឃុំដែលសន្មតថាពិតជាបានលួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងពន្ធនាគារមានតែ26នាក់ក្នុងចំណោមអ្នកទោស5092នាក់ឬស្មើនឹង 0.5% អគ្គនាយកដ្ឋានពន្ធនាគារនិងអង្គភាពក្រមចំណុះកំពុងសហការជាមួយស្ថាប័នមានសមត្ថកិច្ចនិងអង្គភាពពាក់ព័ន្ធសម្ដៅទប់ស្កាត់និងលុបបំបាត់បញ្ហាឲ្យអស់ពីក្នុងមណ្ឌលអប់រំកែប្រែនិងពន្ធនាគារចំណែកសំណើរបស់យុវជនកុងរ៉ាយ៉ាដែលសូមឲ្យដោះឧបករណ៍ផ្ដាច់ប្រព័ន្ធទូរស័ព្ទ
ចេញពីពន្ធនាគារព្រោះអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកទោសនោះត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារអះអាងថាមិនទាន់មានអ្នកជំនាញបច្ចេកទេសណាមួយបកស្រាយឬពន្យល់អំពីផលប៉ះពាល់នេះនៅឡើយទេអគ្គនាយកដ្ឋានពន្ធនាគារថាឧបករណ៍ផ្ដាច់ប្រព័ន្ធទូរស័ព្ទនេះជាវិធានការចាំបាច់ក្នុងចំណោមវិធានការគ្រប់គ្រងសន្តិសុខដើម្បីទប់ស្កាត់ការលួចប្រើទូរស័ព្ទចល័តហាមឃាត់ជាយថាហេតុដែលឆ្លងកាត់ការវិតម្លៃរបស់អ្នកបច្ចេកទេសពីក្រសួងប្រៃសណីនិងទូរគមនាគមន៍ចំពោះការចោទថាពន្ធនាគារមិនមែនជាកន្លែងអប់រំមនុស្សឲ្យកែប្រែខ្លួននោះលិខិតដដែលឆ្លើយបំភ្លឺបន្ថែមថាឬគោលចម្បងនៃភាពមិនរៀងចាលរបស់បុគ្គលម្នាក់ៗមានលក្ខណៈមិនដូចគ្នាទេដោយយោងទៅលើកត្តាជីវភាពកម្រិតវប្បធម៌ការគ្រប់គ្រងនិងការលើកទឹកចិត្តពីសហគមន៍និងបណ្ដាញទំនាក់ទំនងក្នុងសង្គមអាស៊ីសេរីមិនអាចសុំការឆ្លើយបំភ្លឺបន្ថែមពីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃលោកនុតសាវណ្ណាបានទេនៅថ្ងៃទី2ខែមិនិនាដោយទូរស័ព្ទចូលតែពុំមានអ្នកទទួលកាលពីថ្ងៃទី22ខែកុម្ភៈយុវជនគង់រយ៉ាបានថ្លែងរិះគន់ខ្លាំងៗអំពីភាពរញ៉េរញ៉ៃនៅក្នុងពន្ធនាគារក្រោយពីរូបគេបានរួចផុតពីការឃុំឃាំងបញ្ហារញ៉េរញ៉ៃឬភាពអនាធិបតេយ្យទាំងនោះមានដូចជាការវាយតប់គ្នារវាងអ្នកទោសការប្រើប្រាស់គ្រឿងញៀនជក់បារីលេងល្បែងស៊ីសងបញ្ហាពុករលួយមិនមានកម្មវិធីច្បាស់លាស់ក្នុងការអប់រំនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ទុនដិតទាំងអស់និងបញ្ហាលំបាកមួយចំនួនទៀតមិនមែនតែយុវជនគង់រយ៉ាទេអតីតអ្នកទោសដទៃទៀតក៏ធ្លាប់រិះគន់អំពីស្ថានភាពពន្ធនាគារព្រៃសរដែរហើយពួកគេតែងតែអំពាវនាវឲ្យក្រសួងមហាផ្ទៃយកចិត្តទុកដាក់កែលម្អចំណុចមិនល្អនិងចំណុចខ្វះខាតនានាខ្ញុំថាកិត្យាអាស៊ីសេរីភ្នំពេញបាទប្រជាពលរដ្ឋនៅឃុំចំណាលើស្រុកស្ទងខេត្តកំពង់ធំបានបញ្ជាក់ថាស្រូវប្រាំងជាច្រើនរយហិកតាកំពុងប្រឈមការខូចខាតដោយសារមិនមានទឹកស្រោចស្រពពួកគាត់បានឲ្យដឹងថាប្រភពទឹកសំខាន់សម្រាប់ស្រោចស្រពគឺមកពីអាងទឹកមួយកន្លែងឈ្មោះអាងទឹកយេអូនដែលត្រូវបានគ្រប់គ្រងដោយឈ្មួញម្នាក់ប៉ុន្តែអាងទឹកនោះត្រូវបានរីងស្ងួតអស់ទៅហើយអភិបាលស្រុកស្ទងនិយាយថានឹងបញ្ជូនមន្ត្រីរបស់ខ្លួនចុះពិនិត្យមើលករណីនេះលោកសូតសុកប្រសារាយការណ៍ព័ត៌មាននេះប្រជាពលរដ្ឋនៅឃុំចំណាលើជាច្រើនគ្រួសារស្នើឲ្យអាជ្ញាធរជួយអន្តរាគមន៍ករណីខ្វះទឹកដាក់ស្រែប្រាំងដែលនឹងអាចឈានទៅខូចខាតផលស្រូវទាំងស្រុងតែម្ដងបន្ថែមពីនេះអ្នកភូមិប្រមានប្តឹងអ្នកគ្រប់គ្រងអាងទឹកម្នាក់ឈ្មោះគំសរឿនដែលបានយកប្រាក់ពីពួកគាត់ជាថ្នូរនឹងការផ្គត់ផ្គង់ទឹកឲ្យបានគ្រប់គ្រាន់ជូនកសិករប៉ុន្តែផ្ទុយទៅនឹងការសន្យាទាំងស្រុងកសិករនៅឃុំចំណាលើអ្នកស្រីកនវិនឲ្យដឹងថាស្រូវប្រាំងអ្នកស្រីប្រមាណ4ហិកតានៅតំបន់2និងតំបន់3ត្រូវប្រឈមការខូចខាតទាំងអស់ពីព្រោះតែតាំងពីសាបព្រោះជាង1ខែមកបានបញ្ចូលទឹកដាក់ស្រែតិចតួចបំផុតហើយក៏គ្មានទឹកសម្រាប់ស្រោចស្រពទៀតឡើយអ្នកស្រីយល់ថាអ្នកគ្រប់គ្រងអាងទឹកឈ្មោះគំសរឿនមានចេតនាបណ្ដោយឲ្យទឹកហូរចេញពីអាងអស់ហើយធ្វើឲ្យពលរដ្ឋបង្កបង្កើនផលមិនបាននឹងបង្វែរដីរបស់ខ្លួនទៅឲ្យពួកគេតែម្ដងញ៉ាំទៅទឹកតូចមានសិនវាដូចថាវាទុកពេញទៅវាប្រយ័ត្នវាគឺក្រោមតែវាខូចអាទេប៉ុន្តែខូចដូចថា 5% បាន 5% បងញ៉ាំនេះហើយគ្មានបានទេតែ 1% ចុះវាមិនបានដែរវាខូចខាតឲ្យព្រះដេកជាងចាំងអត់បាត់ហើយបងអើយប្រជាពលរដ្ឋអះអាងថាដីស្រែប្រាំងដែលកំពុងប្រឈមការខូចខាតគឺមានប្រមាណ400ហិកតាដែលស្ថិតនៅតំបន់កំព្រិញនិងមានកសិករជិត100គ្រួសារដែលរងផលប៉ះពាល់ដីតំបន់កំព្រិញឬកំព្រិញចកសារាយជាប្រភេទដីតំបន់2និងតំបន់3ដែលមានទំហំជាង600ហិកតាកំពុងមានចំនួនជាមួយឈ្មួញម្នាក់ឈ្មោះគំសរឿនរហូតមានពលរដ្ឋមួយចំនួនចូលទៅអាស្រ័យផលលើដីនោះត្រូវបានអាជ្ញាធរចាប់ខ្លួននិងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួនពីព្រោះតុលាការសម្រេចឲ្យឈ្មោះគំសរឿនឈ្នះក្តីក្នុងករណីនេះរួចទៅហើយពលរដ្ឋមួយរូបទៀតដែលមានដីស្រែចំនួន7ហិកតាអ្នកស្រីបឿនបៃនិយាយថាឈ្មោះគំសរឿនបានយកប្រាក់ពីពួកគាត់ក្នុង1ហិកតា70,000រៀលជាថ្នូរនឹងបានទឹកគ្រប់គ្រាន់ដើម្បីធ្វើស្រែប្រាំងប៉ុន្តែបច្ចុប្បន្នស្រូវរបស់ពួកគាត់ប្រឈមការខូចខាតធ្ងន់ធ្ងរជាងឆ្នាំមុនទៅទៀតអ្នកស្រីថាស្រូវរបស់អ្នកស្រុកប្រសិនបើមិនមានទឹកដាក់ក្នុងរយៈពេល10ថ្ងៃទៀតនឹងខូចខាតទាំងស្រុងតែម្ដងសូមលោកអាជ្ញាធរសូមលោកស្វាយស្រុកស្វាយខេត្តឲ្យចុះទៅមើលដល់កន្លែងដីទើបដោយហើយគុំថាជាជនចិត្តតែបខូចម្ចាស់អាងបខូចនេះអាងនេះឲ្យស្រុកខេត្តនេះក៏ធានាថាបើសិនទីទឹកគ្រប់គ្រាន់បើសិនទឹកមានក្នុងបន្លាយក្នុងមហាជា75,000មិនមានក្នុងបន្លាយដែលយើងបូមដាក់បើសិនទៅអត់ទឹកគឺថាស្វាយស្រុកស្វាយខេត្តថាសងប្រជាជនក្នុងមហាតាមតោនអាស៊ីសេរីមិនអាចតាក់ទងលោកគំសរឿនអ្នកគ្រប់គ្រងអាងទឹកបានទេនៅថ្ងៃទី2មីនាយ៉ាងនេះក្តីអភិបាលស្រុកស្ទងលោកព្រឹមរដ្ឋាមានប្រសាសន៍ថាលោកនៅមិនទាន់ទទួលបានព័ត៌មានស្តីពីបញ្ហាប្រឈមការខ្វះទឹកដាក់ស្រែនៅឡើយទេប៉ុន្តែលោកនឹងបញ្ជូនមន្ត្រីរបស់ខ្លួនចុះពិនិត្យមើលករណីនេះ
ហ្នឹងហើយចឹងរឿងទឹករឿងអីហ្នឹងចាំមើលខ្ញុំឲ្យគេចុះទៅសួរនាំសិនបងខ្ញុំអត់ទាន់បានទទួលព័ត៌មានដែរខ្ញុំមើលចុះទៅសួរនាំសិនបងកាលពីឆ្នាំ2014រាជរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថារាល់ដីបង្កើនផលនៅតំបន់3គឺមិនអនុញ្ញាតឲ្យវិនិយោគធ្វើអាជីវកម្មឡើយបន្ថែមពីនេះដីដែលជ្រៀតជូនពលរដ្ឋគឺពួកគាត់អាចមានសិទ្ធិកាន់កាប់និងអាស្រ័យផលប៉ុន្តែមិនមានសិទ្ធិចាត់ចែងទេមន្ត្រីអង្កេតអង្គការលីកាដូខេត្តកំពង់ធំលោកឈុំរុនគ្រងនឹងចុះអង្កេតលើករណីនេះបន្ទាប់ពីលោកទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋលោកមើលឃើញថាប្រសិនបើដោយអ្វីដែលពលរដ្ឋអះអាងការទទួលខុសត្រូវក្នុងរឿងនេះគឺឈ្មួញដែលបានលក់ទឹកជូនពួកគាត់ប៉ុន្តែមិនបានបំពេញតាមកិច្ចសន្យាឲ្យបានត្រឹមត្រូវនោះខ្ញុំបាទសោតសុខប្រាថ្នាអាស៊ីសេរីពីខេត្តកំពង់ធំបាទលោកនាងជាទីមេត្រីលោកនាងទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយខ្ញុំបាទហេងសកលពីរដ្ឋធានី Washington ជាបន្តទៅទៀតនេះសូមអញ្ជើញលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៃកម្មវិធីរបស់យើងនាពេលបន្តិចទៀតនេះលោកអ្នកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពិស្ដារផ្ដោតអំពីចាស្ថាប័នពាក់ព័ន្ធនិងវិស័យការងារពិភាក្សាគ្នាអំពីការធ្វើឲ្យប្រសើរឡើងសម្រាប់ប្រព័ន្ធដោះស្រាយវិវាទការងារប្រជាប្រដ្ឋនៅឃុំបឹងល្វាខេត្តកំពង់ធំស្នើឲ្យរាជរដ្ឋាភិបាលជួយបង្កើតមណ្ឌលសុខភាពនៅក្នុងឃុំហើយនៅចុងកម្មវិធីលោកអ្នកនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកនាងកញ្ញាស្ដាប់ការផ្សាយរបស់យើងខ្ញុំជាបន្តដោយមេត្រីសេចក្តីរាយការណ៍ពិស្ដារលោកនាងជាទីមេត្រីស្ថាប័នពាក់ព័ន្ធវិស័យការងារអ្នកច្បាប់តំណាងសហជីពនយោជកក្រុមហ៊ុនអ្នកបញ្ជាទិញក្រុមប្រឹក្សាភិបាលអាជ្ញាកណ្ដាលនិងក្រសួងការងារបានបិទបញ្ចប់សន្និសីទពិភាក្សាគ្នាអំពីយន្តការធ្វើឲ្យប្រព័ន្ធដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលនោះគឺមានភាពប្រសើរឡើងកាលពីដើមសប្តាហ៍នេះវិវាទការងាររវាងកម្មករនិងនយោជកត្រូវបានភាគីពាក់ព័ន្ធវិតម្លៃខុសគ្នាក្រោយដែលមានច្បាប់សហជីពចាលោកលេងម៉ាលីរាយការណ៍ពិស្ដារអំពីបញ្ហានេះអគ្គនាយកនៃអគ្គនាយកដ្ឋានការងារក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកសេងសក្តាថ្លែងនៅល្ងាចថ្ងៃទី28កុម្ភៈថាសន្និសីទរយៈពេល2ថ្ងៃគឺជាការពិគ្រោះយោបល់និងផ្ដល់បទពិសោធន៍ពីប្រទេសនានាអំពីប្រព័ន្ធដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលជាពិសេសពង្រីកការដោះស្រាយដល់វិវាទបុគ្គលកន្លងមកយើងទទួលកាត់ក្តីតែវិវាទរួមគឺលើកនេះយើងបានពិភាក្សាដើម្បីបញ្ចូលវិវាទបុគ្គលថែមទៀតយកពរិយវិសាលភាពនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលអាចពីមុនវាមានតែនៅក្នុងពេញឥឡូវយើងអាចគិតថានឹងពង្រីកវិសាលភាពទៅតាមខេត្តមួយចំនួនដែលយល់ឃើញថាចាំបាច់ហើយយើងរវល់បានអ្នកដែលជំនាញចេះដឹងយល់ដឹងពីបញ្ហាហ្នឹងមកពីប្រទេសអូស្ត្រាលីដែលមកផ្ដល់នៅបទពិសោធន៍របស់ប្រទេសអូស្ត្រាលីដែលគេក៏មានក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែរតែគេហៅ Fair Work Commission គឺមានអាជ្ញាកណ្ដាលដូចគ្នាហើយជាទូទៅយើងសហការជាមួយអូស្ត្រាលីហ្នឹងដើម្បីយកបទពិសោធន៍ពីប្រទេសគេមកនាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលលោកម៉ែននិមិត្តបង្ហាញលទ្ធផលពីសន្និសីទរយៈពេល2ថ្ងៃថាការពិភាក្សាអំពីការធ្វើឲ្យប្រព័ន្ធដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលប្រសើរឡើងបានផ្ដោតសំខាន់លើការពង្រីកវិសាលភាពដោះស្រាយវិវាទរួមទៅដល់វិវាទបុគ្គលការពង្រីកសាខាក្រុមប្រឹក្សាអាជ្ញាកណ្ដាលទៅតាមបណ្ដាខេត្តការបង្កើតយន្តការប្តឹងឧទ្ធរណ៍និងការធ្វើឲ្យក្រុមប្រឹក្សានេះដំណើរការបន្តដោយស្ថិរភាពចំណុចពិភាក្សាទាំងនេះមិនទាន់ត្រូវសម្រេចយ៉ាងណាទេដែលភាគីពាក់ព័ន្ធនឹងយកទៅពិចារណាហើយទន្ទឹមគ្នានេះលោកម៉ែនិមិត្តក៏បង្ហាញដែរថាបញ្ហាប្រឈមរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺត្រូវពង្រឹងសមត្ថភាពថែមទៀតដើម្បីដើរទាន់ច្បាប់ស្តីពីនីតិវិធីជំរះក្តីវិវាទការងារដែលនឹងចេញនៅចុងឆ្នាំ2017នេះជាពិសេសនៅពេលដែលពង្រីកវិសាលភាពដោះស្រាយវិវាទដល់បុគ្គលប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលអ្នកស្រីឈៀវភិរមមានប្រសាសន៍ថាយន្តការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាលចាប់តាំងពីឆ្នាំ2003ដល់បច្ចុប្បន្ន
ទទួលបានជោគជ័យ 75% ក្នុងចំណោមវិវាទជាង 2000 វិវាទអ្នកស្រីបន្ថែមថាក្រោយពេលសភាចេញច្បាប់ស្តីពីសហជីពកាលពីខែឧសភាឆ្នាំ 2016 បានធ្វើឲ្យសំណុំរឿងវិវាទថយចុះជាង 30 សំណុំរឿងភាគីគាត់មានសិទ្ធិជ្រើសរើសក្នុងការយកសេចក្តីបង្គាប់របស់គាត់ជាប់កាតព្វកិច្ចឬក៏មិនជាប់កាតព្វកិច្ចតែភាគីគ្មានសិទ្ធិក្នុងការបដិសេធមិនចូលខ្លួនមកឲ្យក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយទេនេះគឺជាតថភាពនាពេលបច្ចុប្បន្នអញ្ចឹងបានន័យថាបើឆ្លោះគ្នាអត់អាចធ្វើកតកម្មបានទេត្រូវតែមកជួបក្រុមប្រឹក្សាអាជ្ញាកណ្ដាលសិនទាល់តែដំណើរការដោះស្រាយវិវាទលក្ខណៈសន្តិវិធីត្រូវបានបញ្ចប់ទាំងអស់បានភាគីទាំងសងការគាត់មានសិទ្ធិជ្រើសរើសថាខ្ញុំធ្វើកតកម្មអញ្ចឹងមានការជូនដំណឹងមានអីត្រឹមត្រូវទៅអាហ្នឹងកតកម្មរបស់គាត់នឹងស្របច្បាប់ដរាបណាមិនទាន់មានអាជ្ញាកណ្ដាលនិយាយថារឿងហ្នឹងខុសឲ្យត្រូវគាត់អត់អាចធ្វើអីបានអាហ្នឹងឯងដែលកាត់បន្ថយការធ្វើកតកម្មខុសច្បាប់ជាច្រើននៅប្រទេសកម្ពុជាយើងដែលប្រៀបធៀបការពីជាង10ឆ្នាំមុនណាយើងនិយាយថាចង់រហូតដល់ថាវត្តកម្មទាំងមានជារឿងរាល់ថ្ងៃទោះជាសហជីពទុកចិត្តនិងគាំទ្រនីតិវិធីក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្តីក៏ប្រធានសម្ព័ន្ធសហជីពចលនាកម្មករលោកប៉ាស៊ីណាថ្លែងថាការថយចុះសំណុំរឿងនេះមិនមែនមានន័យថាវិវាទការងារថយចុះទេប៉ុន្តែយន្តការបញ្ជូនវិវាទទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយមិនសូវបានទៅដល់ដូចមុនព្រោះការរដ្ឋបិទរបស់ច្បាប់ស្តីពីសហជីពថាក្រោយពីច្បាប់សហជីពនេះអនុម័តយើងឃើញថាអាជ្ញាកណ្ដាលខ្លួនឯងហ្នឹងក៏បាត់បង់នៅសំណុំរឿងក្នុងការបញ្ជូនមកដែរដូចគ្នាដែរអញ្ចឹងគាត់ហាក់ដូចជាទំនេរដែរដែលយើងស្ដាប់មើលទៅឃើញថាតួលេខនៃបណ្ដឹងដែលត្រូវបញ្ជូនទៅអាជ្ញាកណ្ដាលគឺថាមានការធ្លាក់ចុះច្រើនមែនទែនអញ្ចឹងទាំងអស់នេះមិនមែនមានន័យថារឿងរ៉ាវកាត់បន្ថយវិវាទអត់មានទេគឺវិវាទកាន់តែច្រើនជាងមុនវាត្រង់ថាវិវាទហ្នឹងពីមុនយើងបញ្ជូនទៅអាជ្ញាកណ្ដាលរឿងពាក់ព័ន្ធវិវាទផ្សេងៗយើងបញ្ជូនទៅអាជ្ញាកណ្ដាលលើកលែងនៅករណីវិវាទរវាងកម្មករម្នាក់និងម្នាក់ណាតែបុគ្គលតែបើវិវាទរួមយើងត្រូវតែបញ្ជូនទៅប៉ុន្តែឥឡូវនេះវិវាទរួមវិវាទអីនេះយើងឃើញថាហាក់ដូចជាមិនត្រូវបានបញ្ជូនទៅដូចគ្នាដែរវានៅក្នុងកម្រិតនៃការដោះទៅដោះមករាល់ថ្ងៃវាមានគេហៅថាគណៈកម្មការដោះស្រាយកតកម្មបាតកម្មអញ្ចឹងយើងឃើញថារឿងហ្នឹងវាហាក់ដូចជារុញទៅរុញមកវានៅក្នុងរង្វង់តែដែនក្រសួងនឹងឯងអត់បានបញ្ជូនទៅអាជ្ញាកណ្ដាលទេហើយអ្វីដែលយើងចង់បានគឺការសម្រេចក្តីដល់អាជ្ញាកណ្ដាលរាយប្រធានប្រតិបត្តិសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជាលោកសមូរ៉ាមានប្រសាសន៍ថាគ្រប់ភាគីទទួលស្គាល់ឯករាជ្យភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលទន្ទឹមគ្នានេះភាគីពាក់ព័ន្ធក៏បារម្ភដែរអំពីស្ថិរភាពឯករាជ្យភាពរបស់ស្ថាប័ននេះទៅថ្ងៃមុខថវិកាសម្រាប់ដំណើរការក្រុមប្រឹក្សាអាជ្ញាកណ្ដាលហ្នឹងមានការជជែកគ្នាគំនិតផ្សេងគ្នាច្រើនគំនិតមួយចំនួនគឺចង់ឲ្យរដ្ឋាភិបាលដោយសារវាជាស្ថាប័នជាតិគឺចង់ឲ្យរដ្ឋាភិបាលក្នុងការទទួលខុសត្រូវហ្នឹងហើយប៉ុន្តែគំនិតមួយចំនួនក៏បារម្ភថានៅពេលដែលរដ្ឋាភិបាលផ្ដល់ផ្នែករញ្ញធុទៅលើស្ថាប័នមួយហ្នឹងវាអាចបាត់បង់នៅឯករាជ្យភាពរបស់ស្ថាប័នអាជ្ញាកណ្ដាលហ្នឹងហើយដោយសារតែបទពិសោធន៍កន្លងមកដែលយើងធ្លាប់ឃើញអំពីឥទ្ធិពលរបស់រដ្ឋាភិបាលការចាត់ចែងរបស់រដ្ឋាភិបាលទៅលើស្ថាប័នផ្សេងៗហ្នឹងដែលវាអត់នាំឲ្យស្ថាប័នហ្នឹងវាមានឯករាជ្យផ្សេងគេហ្នឹងគឺគេប្រៀបធៀបទៅលើប្រព័ន្ធតុលាការនៅក្នុងស្រុកខ្មែរយើងបច្ចុប្បន្នលោកបន្តថាក្រុមប្រឹក្សាអាជ្ញាកណ្ដាលជាស្ថាប័នត្រីភាគីគឺភាគីនយោជកភាគីរដ្ឋាភិបាលនិងភាគីកម្មករប្រភពថវិកាសម្រាប់ទ្រទ្រង់ដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបច្ចុប្បន្ននេះបានមកពីវិភាគទានរបស់ភាគីទាំង3ហើយសំខាន់គឺពឹងផ្អែកលើប្រាក់ជំនួយពីដៃគូអន្តរជាតិបញ្ហាប្រឈមខ្លាំងគឺនៅពេលណាក្រុមម្ចាស់ជំនួយកាត់បន្ថយថវិកាហើយភាគីសហជីពកម្មករក៏ទទួលបន្ទុកខ្លាំងពេលដែលប្រាក់ឈ្នួលរបស់កម្មករត្រូវកាត់បង់ពន្ធនិងបង់លើរបបធានាសន្តិសុខសង្គមបសសនៅពេលខាងមុខនេះខ្ញុំបាទលេងម៉ាលីអាស៊ីសេរីពីរាជធានីភ្នំពេញចាលោកអ្នកស្ដាប់ជាទីមេត្រីប្រជាប្រដ្ឋនៅឃុំបឹងល្វាស្រុកសន្ទុកខេត្តកំពង់ធំត្អូញត្អែពីបញ្ហាលំបាកនៅពេលឈឺស្កាត់ម្ដងត្រូវនាំគ្នាទៅរកសេវាព្យាបាលជំងឺនៅតំបន់ឆ្ងាយឬត្រូវធ្វើដំណើរទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកហើយដែលមានចម្ងាយផ្លូវរាប់សិបគីឡូម៉ែត្របញ្ហានេះអាជ្ញាធរមូលដ្ឋានបញ្ជាក់ថាពួកគេបានបញ្ជូនដំណើរសុំដើម្បីបង្កើតមណ្ឌលសុខភាពនៅក្នុងឃុំទៅអាជ្ញាធរស្រុកនិងខេត្តហើយក៏ប៉ុន្តែមិនទាន់មានការឆ្លើយតបជាវិជ្ជមាននៅឡើយចាសសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកសុតសុខប្រាថ្នាជុំវិញរឿងនេះ
ពលរដ្ឋនៅឃុំបឹងលាវាស្រុកសន្ទុកស្នើឲ្យរាជរដ្ឋាភិបាលបង្កើតមណ្ឌលសុខភាពនៅក្នុងឃុំរបស់ពួកគាត់ដើម្បីផ្ដល់ភាពងាយស្រួលនិងដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពជូនពលរដ្ឋបន្ថែមពីនេះគឺអាចកាត់បន្ថយការចំណាយរបស់អ្នកស្រុកដាច់ស្រយាលមួយនេះក្នុងការស្វែងរកទីតាំងព្យាបាលជំងឺដែលស្ថិតនៅឆ្ងាយពីតំបន់រស់នៅរបស់ខ្លួនម្យ៉ាងដើម្បីឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឃុំមួយមានមណ្ឌលសុខភាពមួយជាដើមពលរដ្ឋរស់នៅឃុំបឹងលាវាមួយរូបលោកនួនរ៉ាំមានប្រសាសន៍ថាបច្ចុប្បន្ននៅក្នុងឃុំរបស់លោកគឺមានពេទ្យឯកជនមួយចំនួនប៉ុន្តែមិនទាន់មានមណ្ឌលសុខភាពនៅឡើយជាហេតុធ្វើឲ្យអ្នកភូមិជួបការលំបាកលោកបន្តថានៅពេលឈឺស្កាត់ម្ដងពិសេសមានជំងឺធ្ងន់ធ្ងរឬស្ត្រីត្រូវការសម្រាលកូនគឺត្រូវធ្វើដំណើរប្រមាណ60គីឡូម៉ែត្រទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបារាយឬស្រុកសន្ទុកព្រោះពេលឈឺស្កាត់ម្ដងយើងទៅពេទ្យឯកជនបើទៅពេទ្យមណ្ឌលសុខភាពវាឆ្ងាយពេកដល់អញ្ចឹងពេលយប់លុបអីគឺឆ្ងាយណាស់ដល់អញ្ចឹងយើងត្រូវទៅពេទ្យឯកជនពលរដ្ឋរូបនេះនិយាយថានៅពេលធ្វើដំណើរកាន់តែឆ្ងាយគឺកាន់តែធ្វើឲ្យអ្នកភូមិក្រីក្រជួបបញ្ហាប្រឈមក្នុងជីវភាពរស់នៅពីព្រោះត្រូវចំណាយថ្លៃធ្វើដំណើរច្រើនជាក់ស្ដែងនៅពេលមានជំងឺបន្ទាន់ណាមួយគឺត្រូវជួលរថយន្តផ្ដាច់មកនៅពេលយប់វិញគឺគិតតម្លៃ20,000រៀលក្នុងពេលធ្វើដំណើរម្ដងពលរដ្ឋមួយរូបទៀតអ្នកស្រីឡុងចន្ទថនរៀបរាប់ថាកូនអ្នកស្រីដែលធ្លាប់មានជំងឺគឺមិនបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកឡើយគឺចេះតែទ្រាំមើលនៅមន្ទីរពេទ្យឯកជនក្នុងឃុំប៉ុណ្ណោះដោយសារអ្នកស្រីមិនមានថវិកាជាងនេះទៀតនៅពេលកូនឬអ្នកស្រីផ្ទាល់មានជំងឺគឺត្រូវព្យាបាលជំពាក់ប្រាក់គេដោយរងចាំស៊ីឈ្នួលគេបានប្រាក់ទើបយកប្រាក់មកសងគ្រូពេទ្យទាំងនោះអ្នកស្រីយល់ថាប្រសិនបើរាជរដ្ឋាភិបាលអាចបង្កើតមណ្ឌលសុខភាពនៅក្នុងឃុំបានគឺជួយដោះស្រាយបញ្ហាប្រឈមរបស់អ្នកស្រុកបានច្រើននិងកាត់បន្ថយការចំណាយផងតាមចិត្តរបស់ផងខ្ញុំនេះខ្ញុំចង់ថាឲ្យរាជរដ្ឋាភិបាលនឹងជួយទៅព្រោះខាងនេះគ្នាខ្វះខាតក៏វាច្រើនដែរបើបានดูសុខភាពចិត្តទៅវាស្រួលគ្នាបន្តិចតែទៅឆ្ងាយទៅវាពិបាកអញ្ចឹងបានថាឲ្យរាជរដ្ឋាភិបាលនឹងជួយបង្កើនดูសុខភាពមួយនៅក្នុងឃុំបឹងលាវាហ្នឹងទៅខ្ញុំសូមបានហ្នឹងទៅព្រោះខ្ញុំមករស់ស៊ីនេះក៏មិនដឹងថាថ្ងៃណាខែណាឆ្នាំណាបានទៅវិញដែរព្រោះអត់ចេះទៅដើរបើបានមានดูសុខភាពក្បែរទៅវាស្រួលនឹងខ្ញុំមកធ្វើដំណើររស់ស៊ីហ្នឹងទៅវាស្រួលខ្លះដែរឃុំបឹងលាវាមានភូមិជាផ្លូវការចំនួន13ដែលមានចំនួនពលរដ្ឋជិត 5,000 គ្រួសារស្មើចំនួនប្រជាជនជិត 20,000 នាក់និងមានភូមិមិនទាន់ចុះបញ្ជីពីក្រសួងមហាផ្ទៃជាផ្លូវការមានចំនួន11ភូមិទៀតឃុំនេះមានសាលារៀនមានវត្តអារាមមានទីផ្សារមានផ្លូវធ្វើដំណើរសមរម្យប៉ុន្តែអ្វីដែលមិនទាន់មានគឺមណ្ឌលសុខភាពមេឃុំបឹងលាវាលោកប៉ែនលឿមានប្រសាសន៍នៅថ្ងៃទី27 កុម្ភៈថាអាជ្ញាធរមូលដ្ឋានបានធ្វើសំណើសុំបង្កើតមណ្ឌលសុខភាពនៅក្នុងឃុំទៅអាជ្ញាធរស្រុកនិងខេត្តជាង1ឆ្នាំមកហើយប៉ុន្តែមិនទាន់មានលទ្ធផលវិជ្ជមានទេលោកថាចំនួនពលរដ្ឋនៅក្នុងឃុំរបស់លោកស័ក្តិសមនឹងមានមណ្ឌលសុខភាពមួយពីព្រោះជាតម្រូវការចាំបាច់របស់អ្នកស្រុកហើយអាជ្ញាធរឃុំក៏បានត្រៀមដីមួយកន្លែងសម្រាប់សាងសង់មណ្ឌលសុខភាពនៅខាងក្រោយសាលាឃុំថែមទៀតព្រោះប្រជាពលរដ្ឋនេះនៅឆ្ងាយគ្នាហើយពេលមានឈឺស្កាត់អីវាមានផលលំបាកបើនិយាយរួមដល់ទីស្រុកប្រជុំជួនស្រុកវា60គីឡូជាងមានឆ្ងាយណាស់ហើយបើទៅខាងកចេះក៏ឆ្ងាយដែរទៅខាងវងចាមក៏ឆ្ងាយតាក់ទងបញ្ហានេះអ្នកនាំពាក្យសាលាខេត្តកំពង់ធំលោកគង់វិមានប្រសាសន៍ថាជាទូទៅរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានអាជ្ញាធរតែងតែលើកឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ខេត្តឬក្រុមការងារថ្នាក់ជាតិដើម្បីស្រាវជ្រាវបន្ថែមនិងរកដំណោះស្រាយទៅតាមការស្នើសុំរបស់ពលរដ្ឋអ្នកនាំពាក្យរូបនេះធ្លាប់ដឹងថាគោលការណ៍របស់ក្រសួងសុខាភិបាលអាចបង្កើតមណ្ឌលសុខភាពបានគឺតំបន់នោះមានពលរដ្ឋប្រមាណ 10,000 នាក់ឬមានចំនួនតិចជាងនេះប៉ុន្តែជាតំបន់ដាច់ស្រយាលជាដើមយ៉ាងនេះក្តីលោកថាភូមិមួយចំនួននៅឃុំបឹងលាវានៅមិនទាន់ទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃនៅឡើយហើយមានពលរដ្ឋខ្លះជាជនចំណាក់ស្រុកមកពីតំបន់ផ្សេងចូលមករស់នៅបណ្ដោះអាសន្នហើយចូលមកកាប់រុករានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ជាហេតុធ្វើឲ្យអាជ្ញាធរពិបាកក្នុងការគ្រប់គ្រងប៉ុន្តែទោះបីយ៉ាងណាក៏ដោយអ្វីដែលមានសំណុំពរពីមូលដ្ឋានហើយគឺខេត្តមិននៅស្ងៀមទេគឺតែងតែលើកដាក់ចូលនៅក្នុងផែនការសំណើស្នើសុំទៅក្រសួងសុខាភិបាលដែលយើងបានដឹងថាក្រសួងសុខាភិបាលក្រៅពីទទួលសំណើពីអាជ្ញាធរខេត្តហើយក៏ចាត់ឲ្យមន្ត្រីជំនាញក្នុងការចុះពិនិត្យជាក់ស្ដែងតើទីតាំងដែលស្នើសុំនោះវាសមស្របទេអត់បើវាសមស្របគឺថាគេក៏មានផែនការផ្ដល់ជូនក្នុងមួយឆ្នាំប្រមាណទៅតាមផែនការកញ្ចប់ថវិកាជាតិដែលបានកំណត់ទោះជាយ៉ាងនេះក្តីមន្ត្រីសង្គមស៊ីវិលមើលឃើញថាគោលនយោបាយបង្កើតមណ្ឌលសុខភាពឲ្យបានគ្រប់ឃុំនៅទូទាំងប្រទេសគឺនៅមិនទាន់ឆ្លើយតបនៅឡើយទេជាក់ស្ដែងឃុំខ្លះមិនទាន់មានមណ្ឌលសុខភាពនៅឡើយពិសេសឃុំនៅតាមតំបន់ដាច់ស្រយាលហើយមានឃុំមួយចំនួននៅប្រើប្រាស់មណ្ឌលសុខភាពរួមគ្នា
ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍនិងសន្តិភាពលោកយុងគឹមអេងមើលឃើញថាប្រជាពលរដ្ឋក្រីក្ររស់នៅតាមជនបទត្រូវជួបបញ្ហាប្រឈមដោយសារសេវាសុខាភិបាលនៅឆ្ងាយពីមូលដ្ឋានរបស់ពួកគាត់ជាងនេះទៀតតំបន់ដាច់ស្រយាលខ្លះគ្មានគ្រូពេទ្យជំនាញនិងឧបករណ៍ទំនើបដើម្បីជួយសង្គ្រោះជីវិតពួកគាត់ឲ្យទាន់ពេលវេលាជាហេតុធ្វើឲ្យអ្នកភូមិមិនសូវទុកចិត្តចំពោះការព្យាបាលនៅតាមមូលដ្ឋានផលប៉ះពាល់ទី1គឺគាត់ត្រូវចំណាយថវិកាច្រើនទី2គឺគាត់ត្រូវនៅតែប្រឈមចំពោះហានិភ័យចតុរមគាត់ទៅដល់ពេទ្យមិនអាចនឹងបាត់បង់ជីវិតអាចនឹងគ្រោះថ្នាក់អាចនឹងជំងឺស្រាលទៅជាធ្ងន់ឡើងបាទអានឹងគឺជាគ្រោះថ្នាក់ហើយម្យ៉ាងវិញទៀតគឺអ្វីដែលជាគ្រោះថ្នាក់សំខាន់ដែរសម្រាប់ប្រជាពលរដ្ឋហ្នឹងគឺគ្នាជួបការលំបាកខាងជីវភាពទាំងអស់ហ្នឹងគ្នាអត់បានធ្វើដំណើរទៅណាទាំងអស់បាទតែនៅផ្សងព្រេងបាទមន្ត្រីសង្គមស៊ីវិលរូបនេះយល់ថាប្រសិនបើមណ្ឌលសុខភាពមាននៅគ្រប់ឃុំពិសេសនៅតំបន់ដាច់ស្រយាលហើយមានគ្រូពេទ្យជំនាញនិងមានសម្ភារៈព្យាបាលអ្នកជំងឺសមរម្យគឺអាចរួមចំណែកកាត់បន្ថយការចំណាយរបស់ពលរដ្ឋនិងកាត់បន្ថយចំនួនអ្នកជំងឺដែលត្រូវមកព្យាបាលនៅទីរួមស្រុកឬទីរួមខេត្តលើពីនេះជួយឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានអាចមានលទ្ធភាពពិនិត្យសុខភាពរបស់ខ្លួនបានទៀងទាត់ពីព្រោះសុខភាពល្អជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិខ្ញុំបាទសោតសុខប្រាថ្នាអាស៊ីសេរីរាយការណ៍ពីឃុំបឹងលាវាស្រុកសន្ទុកខេត្តកំពង់ធំខ្ញុំបាទមកមនីរតសូមជម្រាបសួរលោកអ្នកស្ដាប់ជាទីមេត្រីគេតែងតែគេឃើញថារាល់ពេលមានការចាប់ខ្លួនដាក់ពន្ធនាគារការចោទប្រកាន់តាមផ្លូវតុលាការនិងបាញ់សម្លាប់ទៅលើសកម្មជននយោបាយអ្នកការពារបរិស្ថាននិងអ្នកវិភាគសង្គមជាដើមក្រោយពីព្រឹត្តិការណ៍កើតឡើងមានមនុស្សម្នាតែងឈឺឆ្អាលនិងចង់ជួយឧបត្ថម្ភជាបន្តបន្ទាប់សង្ឃហធម៌ដែលចេះជួយគ្នានៅក្នុងសង្គមកម្ពុជាសពថ្ងៃបានជំរុញឲ្យមនុស្សចេះបង្កើតមធ្យោបាយនានាដើម្បីអាចសម្រួលទំនាក់ទំនងនេះបានដល់ដៃជនរងគ្រោះដោយងាយជាក់ស្ដែងថ្មីនេះនៅពេលលោកកឹមសុខត្រូវសមត្ថកិច្ចចាប់ខ្លួនគឺគម្រោងបង្កើតមូលនិធិចង់ជួយលោកកឹមសុខនេះក៏ត្រូវបានគេផ្ដួចផ្ដើមចង់បង្កើតឲ្យទៅជាមូលនិធិដែរចង់ដឹងថាតើគម្រោងមូលនិធិនេះមានរូបរាងនិងដំណើរការដល់ណាហើយបាទសូមលោកនាងរងចាំស្ដាប់កិច្ចពិភាក្សាក្នុងនីតិវេទិកាស្ដាប់វិទ្យុអាស៊ីសេរីក្រុមប្រធានបទស្ដីពីការវិវត្តនៃមូលនិធិកឹមសុខនៅយប់ថ្ងៃសុក្រទី3ខែមីនាចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះយប់ម៉ោងនៅកម្ពុជាជាបន្តទៅទៀតនេះខ្ញុំបាទហេងសកលសូមជូនព័ត៌មានបញ្ចប់ប្រធានគណៈបកប្រឆាំងដែលត្រូវបានសមាជិកក្នុងគណៈបកផ្ដល់សេចក្តីទុកចិត្តឲ្យឡើងកាន់តំណែងជាប្រធានគណៈបកជំនួសលោកសំរងស៊ីបានសន្យាផ្ដល់លុយកន្លះលានដុល្លារក្នុងមួយឃុំសង្កាត់ដើម្បីអភិវឌ្ឍពេលគណៈបកនេះគ្រប់គ្រងអំណាចក្រោយការបោះឆ្នោតស្របពេលលោកកឹមសុខាទទួលបានតួនាទីថ្មីជាប្រធានគណៈបកនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនវិញក៏បានឆ្លៀតជូនពរចំពោះការទទួលមុខតំណែងថ្មីនេះដែរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានផ្ដាំផ្ញើកូនរបស់លោកថាចំពោះប្រទេសដែលមានជនអន្តោប្រវេសន៍ហូរចូលច្រើននៅពេលខាងមុខជនជាតិដើមនឹងលែងកាន់អំណាចហើយជនអន្តោប្រវេសន៍ទាំងនោះនឹងឡើងកាន់អំណាចជំនួសវិញឬឯអ្នកវិភាគយល់ដោយការផ្ដាំផ្ញើរបស់លោកហ៊ុនសែនដែរតែកត្តាដែលនាំឲ្យជនអន្តោប្រវេសន៍អាចឡើងកាន់អំណាចបាននោះដោយសារតែជនជាតិដើមគ្មានការសាមគ្គីគ្នានិងប្រទេសគ្មានអភិបាលកិច្ចល្អលោកនាយករដ្ឋមន្ត្រីហ៊ុនសែនជំរុញឲ្យវិស័យឯកជនចូលរួមនឹងខិតខំប្រឹងប្រែងជាមួយរដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាដែលបានព្យាករណ៍ថានៅឆ្នាំ2017នេះកំណើនសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានក្នុងរង្វង់ 7% ប៉ុន្តែអ្នកសេដ្ឋកិច្ចមានក្តីបារម្ភថាកំណើនសេដ្ឋកិច្ចជាតិអាចនឹងធ្លាក់ចុះប្រសិនបើមានការបំផិតបំភ័យពលរដ្ឋទាក់ទងនឹងព្រឹត្តិការណ៍នយោបាយមន្ត្រីសង្គមស៊ីវិលសម្ដែងក្តីមន្ទិលសង្ស័យពីការប្រសិទ្ធភាពនៃការផ្លាស់ប្តូរទីកន្លែងធ្វើការនិងតំណែងរបស់មន្ត្រីតុលាការថាអាចនឹងបំបត្តិអំពើពុករលួយកាលពីថ្ងៃទី28កុម្ភៈព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនិងផ្ទេរមុខតំណែងប្រធានសាលាដំបងខេត្តអនុប្រធានសាលាដំបងរាជធានីខេត្តចៅក្រមសាលាដំបងរាជធានីខេត្តសរុបចំនួន54រូបនិងអគ្គព្រះអាជ្ញារងព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារងនៃអัยការអមសាលាអូតូនិងអัยការអមសាលាដំបងរាជធានីខេត្តចំនួន31រូបការសម្រេចតែងតាំងនិងផ្ទេរមុខតំណែងបន្ទាប់ពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានសម្រេចនាសម័យប្រជុំកាលពីថ្ងៃទី27ខែកុម្ភៈ
លោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីការផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរនៅពេលនេះចាប់តែប៉ុណ្ណេះយើងខ្ញុំសូមជូនពរដល់លោកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រុងចម្រើនកុំបីឃ្លានឃ្លាតឡើយចា៎នាងខ្ញុំម៉ៃសុធានីខ្ញុំបាទហេងសកលព្រមទាំងក្រុមការងារទាំងអស់របស់អាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាបាទសូមជម្រាបលា